នោះជាផ្លូវនោះផ្លូវអាម៉េចព្រះធម៌ជាថ្នាំនោះថ្នាំអាម៉េចពុទ្ធសាសនាដែលផ្សាយចូលមកនេះមានប្រយោជន៍សំខាន់កុំឲ្យមនុស្សយើងនឹងឯងដើរផ្លូវខុសញោមជឿថាពធនឹងពុទ្ធសាសនាជាថ្នាំព្យាបាលមនុស្សឈួតដែរយើងនិយាយសាមញ្ញឲ្យងាយស្ដាប់ថាមនុស្សឈួតណាអ្នកវិកលចរិតអ្នកអីនឹងអាចធ្វើសមាធិអាចជាពីជំងឺបានច្រើននាងបដាចាស្អាតណាស់កូនសេដ្ឋីស្រឡាញ់កម្មករខ្លួនឯងដែលស្អាតដែរកម្មករនោះរៀងសង្ហាមិនចាញ់មហាថែប្រមាណទេធ្វើឲ្យនាងនឹងស្រឡាញ់កម្មករឪនោះដឹងអញ្ចឹងបំបែកចាប់កម្មករវាយធ្វើបាបដោយសេចក្តីស្រឡាញ់ដុតរូលពេកអាណិតខាងសមាជិកខាងប្រុសនឹងខ្លាំងពេកសុខចិត្តបបួលគ្នារត់ទៅនៅព្រៃសាងវាសនាអនាគតថ្មីនៅក្នុងព្រៃដល់តែខាងសង្គមមណ្ឌលតែស្រីមានផ្ទៃពោះគេចង់ទៅខាងម៉ែហើយប្រពន្ធចេះតែទាទៅប្តីមិនឲ្យទៅខ្លាចគេវាយស្លាប់ទៅហើយតែទៅគ្មានផ្លូវរស់ទេអញទៅដឹងតែស្លាប់ចេះតែបដោះបដៃតែចាំពេលក្រោយកូនប្រសូតរួចបាត់កូនក្រោយមួយទៀតទាទៅទៀតនៅតែដោះដៃមិនបានទៅទៀតរហូតបានកូនពីរហើយលើកនេះចង់ទៅមែនតែនប្តីនោះទៅវាលបាច់បាក់ចៃដនពោះចឹកស្លាប់ទៅហើយទៅនាងនឹងនៅតែ2នាក់3នាក់នឹងកូនកណ្ដោចកណ្ដាញម្នាក់ឯងក្នុងព្រៃមិនដឹងថាបាយមិនដឹងថាទឹកឯណាកាលពីមុនអាងទៅលើប្តីឥឡូវបើប្តីស្លាប់ហើយមានអីទីពឹងត្រូវទៅរត់ទៅរកពុកទៅរកម្ដាយក៏បានបាយហូបចិញ្ចឹមកូនតូចប្រទះទៅដល់កណ្ដាលផ្លូវជួបទលេមួយហើយទលេហ្នឹងវាមិនទាន់មានស្ពានដូចស្ពានព្រែកតម្រាក់អញ្ចឹងឯណាដើរលុយទឹកឆ្លងកូនដល់ពីយកមួយទៅដាក់ត្រួយមកខាងមុនទុកកូនមកខាងនៅឯនេះហើយកាលនោះវាមានដាក់កូនបានមួយហើយចប់កន្លោះអានេះត្រឡប់មកវិញចុះមកដល់កណ្ដាលទលេទៅហើយស្រាប់តែមានអាសត្វនោះវាមកឆាបកូននឹងវាឃើញកូននឹងតូចនៅក្រហមល្ងាអញ្ចឹងផងវាមកឆាបវាទៅស៊ីអញ្ចឹងទៅសត្វខ្លែងសត្វពីដើមធំផងចាប់យកអញ្ចឹងទៅនាងនឹងស្រែកឲ្យខ្លែងនឹងប្រឡែងកូនមកវិញមកលើកដៃស្រែកអាកូននៅត្រើយមកខាងនោះស្មានតែម៉ែហៅឲ្យចុះឃើញលើកដៃចង្អេងចង្អាងម៉ែបោកដៃហៅឲ្យខំចុះទៅមានអីលងទឹកភ្លឹបស្លាប់អាកូននោះក៏បាត់អាកូននេះក៏បងទៅអាទាំងអស់ស្លាប់អស់ហើយនៅតែម្ដាយមួយទៅដល់លេខផ្ទះឯនោះទៀតឪពុកម្ដាយនោះត្រូវភ្លើងឆេះផ្ទះស្លាប់អាទាំងអស់គ្នាបាត់អស់ទៅទៀតទ្រព្យសម្បត្តិអស់អាលីងមានអីនៅតែខ្លួនមួយទៅជាលក្ខណៈខូចសតិវិកលចរិតដើរច្រៀងអាឡីអាឡូលែងខ្លាចអីពេលហ្នឹងដើរច្រៀងដើរស្រែកហើយដោះខោអាវចោលអស់ដើរចេះតែពីទៅដែលយើងហៅសាមញ្ញថាឈួតណាទៅដល់វត្តចេតពុនព្រះអង្គកំពុងតែសម្ដែងធម៌គេស្ដាប់ធម៌លន់អញ្ចឹងនាងដើរច្រៀងដើរអីមកនាងវិសាខាដឹងអញ្ចឹងយកកណាត់ទៅស្លៀកឲ្យនាងចូលមកអង្គុយស្ដាប់ពធយកពធជាទីពឹងទៅនាងអង្គុយពិចារណាស្ដាប់ធម៌យូរយល់ចាក់ឆ្លុះដឹងពីការបែកញរិះព្រាត់ប្រាសដោយតែយើងទាំងអស់គ្នាកើតមកញោមចំណាំមើលទៅឲ្យតែណាហ៊ានកើតនៅនឹងត្រូវតែហ៊ានស្លាប់ហើយបើហ៊ានតែមានប្តីប្រពន្ធហ៊ានតែមានម៉ែមានឪត្រូវតែមានព្រាត់ដាច់ខាតអានឹងជាលក្ខខណ្ឌធម្មជាតិក្នុងស្រុកមនុស្សកើតមកមានម៉ែមានឪត្រូវតែព្រាត់ហើយយើងយំស្ដាយព្រាត់គ្នាជាតិនឹងប៉ុន្តែយើងភ្លេចគិតថាយើងពីជាតិមុនមកស្លាប់មកកូនយើងនៅយំមិនទាន់បាត់ផងនោះគិតស្ដាយកូនទេហើយយើងធ្លាប់បែកគ្នានឹងប្រមាណជាតិមកទេនាងពិចារណាយល់ចាក់ធ្លុះក្នុងធម៌ស្វាងរឿងនឹងបានពធជាទីពឹងទៅជាជំងឺនឹងជំងឺផ្លូវចិត្តរបស់នាងជាទៅសូមព្រះអង្គបួសបានបួសជាបដាចាថេរីទៅញោមមើលឃើញណាអានឹងប្រៀបដូចថាពធនឹងជាបានមនុស្សមែនលោភៈទោសៈមោហៈជំងឺខ្លាំងកាំងខាងអំណាចមិនខ្លាចអីទាំងអស់ហ៊ានវាយហ៊ានដុំហ៊ានកាប់ហ៊ានចាក់ជាមនុស្សកាចអាចព្យាបាលឲ្យទន់បានបើយើងយកច្បាប់ទៅដាច់សេះយកសេះតាមទៅអានឹងគំនុំនៃការសងសឹកភ្លើងទល់នឹងភ្លើងរីឯពធនេះជាឧបករណ៍មួយទៅធ្វើឲ្យមនុស្សដែលឆេវឆាវសាហាវខូខើទៅជាទន់ទោបានអង្គលីមីលចង់ខ្លាំងចង់ប្រកែណាអ្នកចំណានឈ្នានេះគេបញ្ញុះគេបច្ចេះថាឲ្យរមរៀមដៃមនុស្សសម្លាប់មនុស្សឲ្យបាន1000នាក់យកម្រៀមដៃមកចាំគេប្រសិទ្ធិឲ្យទៅជាអ្នកខ្លាំងប្រកែហេតុតែលោភលន់ចង់ឲ្យខ្លួនឯងខ្លាំងប្រកែដើរកាប់មនុស្សសម្លាប់ឥតប្រាបណីកាប់បាន999ហើយខ្វះមួយរំបានថោះម្ដាយឃើញកូន
ដើរធ្វើអំពើបាបអ្នកស្រុករត់លន់មកខាត់កូនមកលៀនដេញកាប់ម្ដាយចៃដន្យប្រពុតយាងមកតាមផ្លូវនឹងអ្នកស្រុកខាត់ថាសាមណៈគោដំកំទៅព្រះអង្គលីមៀលនៅនោះតែទៅជួបចោអង្គលីមៀលគេសម្លាប់ព្រះអង្គឥឡូវហើយកំទៅហ្នឹងតថាគតរត់ទៅមុខអង្គលីមៀលឯតាថាព្រះអង្គអើយគេកាប់មនុស្សយកម្រាមដៃទៅព្រះអង្គទៅខ្លាចគេកាប់ព្រះអង្គកំទៅថាតថាគតរត់ទៅអង្គលីមៀលហ្នឹងបានព្រះអង្គទៅខាត់ទៅជួបព្រះអង្គដេញកាប់ព្រះអង្គហ្មងកាប់វត្តអាដាវហ្នឹងវាមិនដល់ខ្លួនព្រះអង្គសោះនៅខ្វះមិនទីទៀតរត់មកហ៊ានទៀតទៅកាប់វត្តព្រះអង្គមិនដែលទៅទីទៀតចេះអាស្រ័យថាសាមណៈឈប់ព្រះអង្គថាគតឈប់ហើយនៅតែអង្គលីមៀលតែមិនតាន់ឈប់ឯនោះបោះជំហានលូតមកទំហឹងមកកាប់វត្តនឹកថាត្រូវខុសនឹកខ្សលមិនទីទៀតចេះតែពីរត់ទៅបន្តិចអាហ្នឹងវាដូចនៅសម្ោចខំកតុយមន់ណាអាត្មាមើលសម្ោចខំកតុយមន់វាងាកមករកចិត្តសម្ោចដល់ទៅងាកមកវានៅចិត្តដល់កតុយវាមើលអត់ទាន់ឃើញអញ្ចឹងវានឹកស្មានថាឈានទៅបន្តិចទៀតដល់វាឈានជើងទៅកតុយមកតាមដែរឈានជើងទៅបន្តិចកតុយមកបន្តិចដែរឈានជើងទៅបន្តិចកតុយមកបន្តិចដែរវិលឡើងមកព្រឹកថ្មចេះឆ្ងល់ចុះមុនហ្នឹងមិនបានវាវិលរហេតុផលដឹងសម្ោចខំកតុយឥឡូវអញ្ចឹងដេញហ្នឹងដេញមិនចិត្តបីយោជចង់ធ្លាក់អណ្ដាតណាញោមរត់ដេញព្រះហ្នឹងហត់ក៏ខូព្រះអង្គមិនដែលទៅអំពើទៅឯងរត់ហត់ក៏ខូកាប់មិនត្រូវសោះចិត្តតែស្រែកថាសាមណៈឈប់ថាតថាគតឈប់ហើយនៅតែអង្គលីមៀលតែមិនតាន់ឈប់អាម៉េចបើនៅតែទៅអញ្ចឹងថាតថាគតនឹងឈប់កាប់ឈប់សម្លាប់ហើយឈប់ធ្វើអំពើបាបឈប់ចង់មានឈប់ចង់បានឈប់ចង់កេងក្អាងកាងអំណាចទៀតហើយពីព្រោះវាជាបច្ច័យឲ្យយើងរងទុក្ខក្នុងវាលវត្តសង្សារថ្ងៃនេះឈ្នះថ្ងៃក្រោយចាញ់វ័យទុក្ខលំបាកយ៉ាប់យើងត្រូវរងទទួលទាំងអស់ឥឡូវព្រះអង្គឈប់អំពីអំពើបាបកម្មទាំងហ្នឹងចង់មានធ្វើអីទៀតបើព្រះអង្គជាស្ដេចរត់ចោលនឹងទ្រព្យទៅបួសទៀតផងនោះដល់អញ្ចឹងបានថាតថាគតឈប់ហើយឈប់ធ្វើអំពើបាបទាំងអស់ហ្នឹងនៅតែអង្គលីមៀលតាធ្វើអំពើបាបអាហ្នឹងសម្រាប់ទៅនរកទៅប្រែតញោមបានឯនេះភ្ញាក់ខ្លួនថាអូមែនអញសាងកម្មសាងអំពើអាក្រក់ទៅនរកទៅប្រែតឡើងមកមនុស្សវិញមកទៅគេដេញកាប់អញអញ្ចឹងហើយកាប់គេអស់1000នាក់គេលើតែម្នាក់គេសង500ជាតិតម្រាំ1000នាក់អញត្រូវគេកាប់ប្រមាណម៉ឺនជាតិទៅកវត្តដាវចោលថ្វាយអង្គមព្រះអង្គសំបួសដែរណាញោមឃើញដែរដោយសារពធជួយទេឃើញដែរឆ្នាំហ្នឹងប្រកែតាបើកុំចុងនឹងទៅកាប់ឯណាទេមរួលរត់មិនដល់ព្រែកជុកកាប់អ្នកព្រែកជុករត់ពេញនឹងទេក៏មិនដឹងថាលេងញោមណាជំនាន់នោះមិនដឹងព្រែកជុកយើងនៅឯណាផងមរួលបាតទលេទេណាបាតទលេទេកន្លែងហ្នឹងធ្លាប់មានអនុស្សាវរីយ៍ផ្អែមល្ហែមជូរចត់ដែរណាញោមជំនាន់79ដូចជាលឺក្ដុំក្ដាំងខ្លាំងម្ដុំហ្នឹងម្ដុំបរងភ្នៅការហ្នឹងសមរភូមិមួយដែរណាហើយពីជំនាន់មុននឹងទៀតជំនាន់កាប់ដាវជំនាន់អាចារ្យយីវាយគ្នាពេញហ្នឹងហ្មងក្នុងបឹងវាសនាវាអីហ្នឹងសិតកន្លែងអាចារ្យយីលាក់ខ្លួនជំនាន់អ៊ីស្រាណាកន្លែងនេះសិតអស់យ៉ាងចឹងញាតិញោមឆ្លងកាត់ច្រើនជំនាន់មកហើយដល់តែធ្លាប់ឆ្លងកាត់ច្រើនជំនាន់មកហើយបានយើងភ្ញាក់ខ្លួនដឹងថាណែដែលយើងនៅរស់ប៉ុណ្ណឹងដោយសារបុណ្យជួយទេអ្នកដែលមានអាយុតំណាលល្បាល់នឹងយើងគេស្លាប់ចោលយើងអស់ទៅហើយមិនក៏យើងនៅរស់ហូបបាយជាមួយយកសបកក្រុមធ្វើស្លាព្រាក៏មានហូបទឹកស្លឹកពោស្លឹកកបីក៏មានស្លឹករាំងស្លឹកអីណាចេះតែបេះហូបចេះតែរស់ហើយអត់មានពីណាមហារាជកាពះពវៀនថ្លើមប្រមាថអីអត់សោះចេះតែរស់ទល់ថ្ងៃហ្នឹងអ្នកដែលខ្វះបុណ្យនឹងចំណីអាហារសិតតែរបស់ថ្លៃប៉ុន្តែអូស្លាប់បាត់អស់ចោលយើងទៅហើយចឹងយើងរស់ថ្ងៃហ្នឹងដោយសារបុណ្យដោយសារពធជួយជីវិតយើងពធជាថ្នាំសម្រាប់ការពារក្នុងពេលមានភ័យអាសន្នមានសង្គ្រាមអ្នកណាមានធម៌នៅក្នុងរស់ហើយមនុស្សណាដែលគេថែអាសានៅនឹងបានគេថែទៅមនុស្សណាដែលទេវតាប្របាក់ថែពេកគៀចេញកុំឲ្យនៅនឹងគៀចុះគៀឡើងដាក់ដល់កោះហាវ៉ៃឯនោះទៅឲ្យឆ្ងាយបន្តិចសដប់អញ្ចឹងណានឹងហើយគេថែអាសាគេការពារអ្នកមានបុណ្យដោយសារពធញោមមកនិយាយពីឆ្នាំក្តៅប៉កែលើសប៉ារ៉ាសេតាមុលទៀតប៉ារ៉ាសេតាមុលអាសប្រូស្រូវ៉ាសុលថៃឌីណុលអាត់វីឡាស្ពីរីនគីនីនគីនីហ្វុងរីនីហ្វុងឬក៏ស្ដៅបុកយកទឹកឬក៏ប្រក់ផ្លែហ្នឹងថាឆ្នាំតិចប៉កែអាមេរិកដីផ្លៃក៏បាញ់តកោងកោងកាញ់កលាញ់ឆ្នាំប៉ុន្តែញោមចាំមើលណាឆ្នាំពធហ្នឹងតិចខ្លាំងលើសនឹងទៀតអាជាទៅសត្រូវទៅខ្សែគប់ជាមួយនឹងទេវតាបញ្ញុះឲ្យសម្លាប់ឪយករាជទាញដាវទៅរកកាប់ឪសេនាគេខាត់ជាប់យកទៅថ្វាយស្ដេចពំពិសាសួរថាណែឯងមកកាប់យើងធ្វើអីថាចង់បានរាជសម្បត្តិមិនបាច់ទេយើងលើកឲ្យណែឯងទៅរាជហ្មងបានឡើងទៅរាជជាស្ដេចទៅប្រាប់ដល់បងធំទេវតាឥឡូវបានហើយបានធ្វើស្ដេចហើយឥឡូវហ្នឹង
ទេបន្តថាពីស្គរយកចោដាក់ក្នុងស្គរវាគ្មានតែនៅទេបុកធ្លាយស្បែកនឹងបោលបាត់ឡូវហើយឲ្យធ្វើស្ដាច់នោះទុកព្រាជាឲ្យនៅបន្តិចទៀតថាឲ្យមហារាជនៅក្មេងនៅតូចកម្មការងារការីដកយកវិញឥឡូវហើយតោះសម្លាប់ឲ្យហើយទៅមនុស្សឥឡូវអាយុខ្លីនៅមិនស្រួលអត់រាជឯនោះលឺចឹងមិនបាច់សម្លាប់ឲ្យដាវទេនោះមិនបាច់ទេបង្អត់បាយដាក់គុកងងឹតចាប់ឪខ្លួនឯងបញ្ចូលក្នុងគុកងងឹតបង្អត់បាយអគ្គមហេសីអាណិតពេកដាំបាយយកទៅឲ្យអាមាត្យសេនាគេតាមដានដឹងគេលែងឲ្យយកបាយចូលទៅអាណិតប្តីពេកប្តីឃ្លានបាយធ្វើមុខមហឺតអាណិតណានៅក្នុងគុកងងឹតដាំបាយលាក់ភ្នួងសក់ចូលទៅចេញឲ្យហូបយូរគេតាមដានដឹងទៀតគេលែងឲ្យពាក់ភ្នួងសក់ចូលទៅទៀតនឹងធ្វើម៉េចចង់យកបាយប្តីដាក់លាក់បាយក្នុងស្បែកជើងដឹងបានប្រមាណនេះដាក់ទៅហើយហេតុតែអាណិតដល់តែគេតាមដានហ្នឹងគេឆែកយកអាស្បែកជើងហ្នឹងមិនឲ្យចូលទៅទៀតនឹងធ្វើម៉េចដាំបាយឲ្យរាវក៏ខ្លោករស់4ឲ្យរាវខាប់ដោយបបលលាបពេញខ្លួនរួចទៅ10ទៅចូលទៅអោនឲ្យប្របាទពមិសាអោនលិតទៅបានរសជាតិអាហារខ្លះកុំឲ្យស្លាប់គេតាមដានមើលថាម៉េចក៏ព្រះអង្គព្រមស្លាប់សោះទាំងអត់បាយហើយអូមកពីអញ្ចឹងតាបិទលែងឲ្យចូលលែងឲ្យប្រមេដាទៅជួបមិនខ្ចីស្លាប់នៅតែដើរជាងក្រុមចុះឡើងដឹងថាម៉េចក៏មិនស្លាប់នៅតែដើរជាងក្រុមបើអញ្ចឹងក៏មកឲ្យដើរកើតយកកបិតកោទៅអាបាតជើងឲ្យពួកអ្នកជាងកោទៅចាប់ប្របាទពំពិសាយកកបិតកោអាបាតជើងចេញឈាមល្ងាវឈឺញោមឈឺហូរជាងបក្លាក់ប៉ុណ្ណឹងហើយបុកអំបិលឲ្យម៉ត់យកមកប្រឡាក់ទៀតញាត់ដូចកែតផ្សាដាក់ជាមួយប្រេងល្ងទៀតហើយប៉ុណ្ណឹងហើយថាឲ្យទៅស្ងៀមអត់ទេយកអស់កគីអាក្លឹមយកមកដុតឲ្យកងើកកគល់យកទៅឆ្អើឆ្អិនជើងនៅសាច់ខ្លួននៅឆៅជើងឆ្អិនមានប្របាក់រស់ណាមានតែគ្រូរស់ឯណាញោមញាត់តែគីទៅជ្រើប្របាក់ណាអាម៉ាតអ្នកទៅឆ្អើឲ្យទៅចាប់នឹងយំបដៅអីបដៅព្រះអង្គឲ្យខ្ញុំព្រះអង្គដឹងតែឈឺណាស់ប៉ុន្តែមិនដឹងធ្វើម៉េចបើមិនធ្វើទៅវាមានទោសព្រះរាជាបញ្ជាហើយថាណែឯងស្គប់ចិត្តស្ដាច់ណែឯងធ្វើទៅកុំខ្លាចធ្វើទៅឲ្យតែណែឯងសុខគេអាបាតជើងមកទ្រាំលែងបានដល់ថ្ងៃស្លាប់យ៉ាងវេទនានៅក្នុងគុកងងឹតថាមិនឲ្យបាយហូបឲ្យស្លាប់ញោមមើលឪពុកខ្លួនឯងណាថ្ងៃស្លាប់ហ្នឹងអាមាត្យមួយមកទូលថាបបិទ្ធព្រះសមត្ថទីទេព្រះរាជបុត្រព្រះអង្គប្រសូតហើយអីនោះឮថាមានកូនអញមានកូនត្រេកអររំភើបស្រឡាញ់កូនណាស្រាប់តែនឹកឃើញថាកាលពីឪពុកអញបានអញមកដំបងគាត់រំភើបអញ្ចឹងដែរយ៉ាងគាត់ស្រឡាញ់អញ្ចឹងដែរយ៉ាងញោមមកនឹកប៉ុណ្ណឹងប្រហែលជាឪអញស្រឡាញ់អញដែរទៅរកមើលឪសិនប្រាប់ថាអាមាត្យមួយទូលក្បែរនេះថាព្រះអង្គព្រះបរិយាបៃតាចូលទីអង្គុតទៅហើយគ្រាន់តែសេចក្តីនឹងលឺផ្ទុកគ្នាសន្លប់តោងញោមសន្លប់បាត់ស្មារតីម្ដងជាពីរដងងើបឡើងរត់ចូលទៅក្នុងគុកងងឹតឃើញម្ដាយកំពុងតែយំអោបសាកសពកូនរត់ចូលទៅម្ដាយងាកមកទឹកភ្នែកជោគពេញមុខយំឡាហាមទឹកភ្នែកហូរកាក្លាក់ថាកូនឯងគួរតែសប្បាយកូនឯងរីករាយទៅកូនឯងត្រេកអរទៅកូនបំណងរបស់កូនបានសម្រេចហើយកូនឯងដឹងទេកាលកូនឯងនៅតូចឪពុកកូនឯងស្រឡាញ់កូនឯងណាស់ថ្នាក់ធ្នម3បងពកូនឯងនោមជុះដាក់យ៉ាងណាក៏គាត់នៅតែស្រឡាញ់សង្ឃឹមថាបានកូនឯងនឹងជាដួងព្រលឹងជាកៅប្រឡោករបស់លោកស្រឡាញ់កូនឯងណាស់ដូចភ្នែកតិចច្រមុះរបស់លោកសង្ឃឹមថាបានកូនឯងជាទីពឹងជាទីពាក់ឥឡូវនេះល្មមឲ្យកូនឯងបានរីកសម្បត្តិប៉ុណ្ណឹងហើយកូនឯងមិនសុខចិត្តកូនឯងសម្លាប់ឪពុកស្លាប់យ៉ាងវេទនាហើយឥឡូវកូនឯងបានជោគជ័យហើយបានសម្រេចកូនឯងសប្បាយទៅកូនឯងគួរតែសប្បាយបានទៅលឺអាពាក្យនឹងឡើងមកទៀតដូចគេយកភ្លើងទៅដុតទាំងរស់ញោមក្តៅផ្ទះតែងដឹងថាអញខុសធ្ងន់ណាស់ខុសមែនតែនយំអោបសាកសពនឹងចាប់ពីពេលនឹងមកសម្រានមិនលក់បក់មិនលហើយនៅមិនសំណុកធ្វើអ្មេចក៏ធ្វើអីមិនកើតទេតបប្រមល់ក្តៅមុខក្តៅមាត់ស្ពឹកមុខស្ពឹកមាត់ក្តៅក្នុងខ្លួនផ្ទះតែងប្រមល់လေអស់គ្រូមុនអាគុំអូមអាមក្តាមដុតក្តាមឆាយណាបកែថ្នាំបកែអីណាយកមកជួយប្រសាទអត់សាទេនៅតែក្តៅផ្ទះតែងម៉ោង9យប់ប្រជុំអស់មហាមន្ត្រីឲ្យដើររមើលគ្រូណាបកែឲ្យមកជួយខ្ញុំផងខ្ញុំពិបាករស់នៅណាស់វាក្តៅផ្ទះតែងវឹកបដិសារីវាដុតរួលខ្ញុំឲ្យខ្ញុំនឹងក្តៅក្នុងចិត្តគិតអីមិនចេញមានឯណាពេទ្យវិទ្យាករមករព័ទ្ធធ្លាប់ចូលទៅមើលប្រពុតបានដឹងមានតែប្រពុតទេជួយបានទៅយាងប្រពុតឲ្យជួយទៅបានព្រះអង្គសម្ដែងធម៌ឲ្យស្ដាប់បានមានតែពធយកពធជាទីពឹងថ្វាយខ្លួនជាឧបាសកចាប់ពីពេលនេះទៅទំនុកបំរុងពុទ្ធសាសនាថយទោសខ្ញុំទោសត្រូវធ្លាក់ដល់អវិជ័យមកត្រឹមលោហៈកងធានរៈថយទោសបានតិចចិត្តឡើងវិញឃើញណាដោយសារពធជាឆ្នាំតិចបកែជាងបារាទៀតរួចដល់តែពេលចឹងបានជាអនាថបណ្ឌកសេដ្ឋីជួលកូនទៅស្ដាប់ធម៌ឲ្យតែកូនទៅស្ដាប់ធម៌អស់លុយប្រមាណក៏ឲ្យដែរជួលឲ្យកូនទៅស្ដាប់នឹកថាថ្ងៃណាមួយវាយល់
ដល់ចឹងចេះតែជួលកូនទៅស្ដាប់អាកូននោះគ្មានទៅស្ដាប់យកប៉ុននេះស្ដាប់យកទៅលុយនឹងអង្គុយទាំងដល់ម៉ោងអាំងយកលុយណាដល់ថ្ងៃមួយស្ដាប់យល់ធរដល់ទៅយល់ធរលែងយកលុយណែតែលែងយកលុយហើយនាងក៏ជុតតារាខ្នងកោមមកវិជាតិមុនធ្វើតម្រាបតាមលោកកោមរហូតកោម500ជាតិខ្ញុំបង្រើគេមកពីឯងនឹងប្រើទៅអ្នកមានសិលអត់គោរពដល់តែមកកើតជាខ្ញុំបង្រើគេប្រើឲ្យទៅទិញផ្កាលួចកេងលុយគេរាល់ថ្ងៃឧបមាដូចថាអ្នកនៅអាមេរិកចឹងទៅផ្ញើលុយមកឲ្យទិញសាដកធ្វើប៉ុនណាអា1 60000ទិញទៅទិញអា20000ទៅវានៅសល់ច្រើនមានខ្លះគេបន្ទោសទៀតហេតុតែមុនលោកអីដល់ម្ពិញលោកនៅម្ពិញជីឡានជាអីមកឆ្ងាយពិបាកគេទៅឲ្យលោកច្រើនណាមុនលោកនៅចិត្តនេះទៅអស់តែ4 100000វាមិនស្រួលខ្លះគេថាចេះទៀតដល់ហើយមិនបានលោកម្ពិញទៅម្ចាស់ប៉ុននៅអាមេរិកនោះគេមិនពេញចិត្តទៅទៀតណែអានេះជួនកាលវាគោលបំណងអញ្ចឹងណាអ្នកម្ចាស់ប៉ុនថានេះឲ្យទិញអាឆ្នាំងប៉ុណ្ណេះអាក្អមប៉ុណ្ណេះអាភួយប៉ុណ្ណេះប្រឡងប៉ុណ្ណេះអានឹងហេតុទៅកេងលុយខ្លាំងទៅមិនបាច់ទេទិញអាទីទួចនេះទៅបានណាដាក់ទៅចងទៅមើលឃើញធំដល់តែថតរូបទៅគេឃើញតូចគេអន់ចិត្តអញ្ចឹងទៅទៀតដែរអាហ្នឹងវាមានអានេះចិត្តខូចនៅក្នុងចិត្តអញ្ចឹងតលពធជួយបានធ្វើឲ្យមនុស្សត្រង់បានហើយបើសិនជាយកតែច្បាប់ដាក់ពីខាងក្រៅតែមិនចូលទៅពជាពីក្នុងឯងដូចឡានអញ្ចឹងមកកាច់ពីខាងក្រៅវាមិនលឿនដូចចូលកាច់ពីក្នុងឯងចូលទៅចាប់បវលហ្មងបានម៉ាស៊ីនវាពជាទៅស្រួលអញ្ចឹងបានជានាងនឹងកេងលុយរហូតគេឲ្យទៅទិញផ្កាកេងរហូតកេងថ្ងៃមួយឮតែគេស្ដាប់ធម៌ហ្នឹងទៅស្ដាប់មើលលោកទេសហ្នឹងអាម៉េចស្រាប់តែស្ដាប់យល់អូអញលួចគេហ្នឹងកំពុងតែសាងកម្មអាក្រក់តាអញជាតិហ្នឹងខ្ញុំគេផងជាតិហ្នឹងកុំផងមកពីកម្មពៀពីមុនមកធ្វើបាបហើយឥឡូវខ្ញុំគេប៉ុណ្ណឹងកុំប៉ុណ្ណឹងហើយមកលួចគេបន្តទៀតអញនឹងខ្ញុំគេប្រមាណលានជាតិទៀតទេនេះជាតិក្រោយនៅរកប្រែតហើយកើតជាមនុស្សរស់ស៊ីអេងទីទួចវល់ខាតវល់គេបោកទឹកលិចភ្លើងឆេះអូអញកំពុងសាងកម្មអាក្រក់តាភ្ញាក់ខ្លួនព្រឺបលែងលួចលែងកេងត្រង់របស់ណាត្រូវគេឲ្យយើងបានយើងយករបស់ណាគេមកឲ្យអត់យកលុយទៅទិញផ្កាទាំងអស់ស្ដាប់ធម៌សម្រាប់មគ្គផលដល់សោតតាត្រឡប់មកវិញជាវាយស្រីឆ្ងល់លុយមិនក៏បានផ្កាច្រើនមិនលុយឲ្យប្រហែលរាល់ថ្ងៃដែរមិនក៏បានផ្កាច្រើនម្លេះហើយមិនក៏នាងញញឹមស្រស់មែនថ្ងៃហ្នឹងនាងថារាល់ថ្ងៃលួចថ្ងៃហ្នឹងអត់លួចទេតែមិនចឹងបានស្ដាប់ធម៌បានញញឹមស្រស់ធម៌ហ្នឹងមិនក៏ធ្វើឲ្យនាងលែងលួចបានតែមិនក៏ធ្វើឲ្យនាងញញឹមស្រស់បានមើលសម្ដែងខ្ញុំស្ដាប់តិចមើលអូមិនបានទេនាងតដាក់ក្រែខ្ញុំខ្ពស់ជាងបានសម្ដែងពួករូបធរហើយកែចង់ស្ដាប់ធរដាក់ក្រែឲ្យច្វាយអ្នកដាក់ក្រែឲ្យកូនកលីឡើងអង្គុយខ្លួនឯងអង្គុយស្ដាប់ខាងក្រោមនាងនឹងសម្ដែងឲ្យស្ដាប់បានយល់ចាក់ធ្លុះដឹងថាយើងទាំងអស់គ្នាកើតជាមនុស្សនឹងអាស្រ័យមានបុណ្យអញ្ចឹងរួមគ្នាធ្វើអំពើល្អប្រយោជន៍កើតជាមនុស្សទៀតញោមមើលឃើញណាដោយសារតែពធជួយបង្វែរបើកុំអញ្ចឹងមិនដឹងថានរកប្រែតប្រមាណលានជាតិទេរឿងប្រភេទនឹងច្រើនណាស់បានគេគោរពជឿពុទ្ធសាសនាគេយកពធនឹងជាប្រទីបបំភ្លឺផ្លូវជាថ្នាំជាឱសថសម្រាប់ការពារអញ្ចឹងឯងបើប្រគុណម្ចាស់មានវិបត្តិផ្លូវចិត្តរកធម៌ទីពឹងដែរទៅសូមនិមន្តជ្រាបសាធុជ្រាបហើយអនុថែបើឆ្លាតអញ្ចឹងអីទេចាំលប់ទៅវិញយកទៅចូលប៉ុស្តិ៍ហ្មងញោមឆ្លាតណាស់ឆ្លោយរូលើករឿងមកបច្ចៈអញ្ចឹងពធហ្នឹងមានតម្លៃជាឱសថសម្រាប់ជាបាលរោគផ្លូវចិត្តបើសិនជាញោមណាមានរោគផ្លូវចិត្តយកពធជាបាលអាហ្នឹងជាបើសិនជារោគផ្លូវកាយយើងប្រើថ្នាំបច្ចុប្បន្នថ្នាំពេទ្យក្តីថ្នាំខ្មែរក្តីយើងយកមកលេបយកមកដាំផឹកអីទៅវាបាត់ប៉ុន្តែដល់ទៅពេលយើងកើតរោគផ្លូវចិត្តតើតែយកពធហ្នឹងមកជាបាលទើបអាចជាមើលញាតិញោមមើលដូចជានាងពហុបតិកាថេរីដែលមានកូនស្រីនិងកូនប្រុសច្រើនណោះកូនហ្នឹងកាលដែលនៅក្នុងគ្រួសាររបស់នាងហ្នឹងដឹងគុណម្ដាយប៉ុន្តែដល់ទៅពេលរៀបការអស់ទៅចែកទ្រព្យសម្បត្តិឲ្យអស់ទៅបែរជាមានគំនិតគិតចង់មានចង់បានរៀងខ្លួនភ្លេចម្ដាយទៅលេងកូនមួយបាន 4-5 ថ្ងៃអាគេធុញទៅកូនមួយទៀតកូនមួយធុញកូនពីរធុញរហូតទៅដល់កូនពៅគេធុញទាំងអស់ម្ដាយហ្នឹងកើតទុកតែហ្មងអញឲ្យអញកាលពីមុនជឿជាក់គេខំចែកទ្រព្យសម្បត្តិឲ្យអស់ឥឡូវនេះគ្មានអីទីពឹងទេណាហើយកូនគេមិនដឹងគុណអញទៅសម្លាប់ខ្លួនតែហ្មងទៅប៉ុន្តែមុននឹងសម្លាប់ខ្លួនហ្នឹងហើយតែឧបនិស្ស័យមាននឹកឃើញប្រពុតតែហ្មងហេមុននឹងស្លាប់ទៅស្ដាប់ធម៌ប្រពុតបន្តិចសិននៅពេលដែលបានទៅវត្តជាតពុនស្ដាប់ធម៌ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងបានជ្រះថ្លាសម្រាប់បុណ្យកុសលសម្រាប់ធម៌អរហត្តផលអញ្ចឹងបានជាប្រពុតទ្រង់សម្ដែងចេះថាយោចៈវៈសៈសតាំងជីវេអបសង្ឃធម្មមុតតមង្អេកាហង្ជីវិតាំងសយោបស្សតោធម្មមុតតមង្បុគ្គលណាមិនបានឃើញធម៌ដ៏ឧត្តមក៏បីរស់នៅដល់100ឆ្នាំមិនប្រសើរទេ
ឯការរស់នៅមួយថ្ងៃរបស់បុគ្គលដែលបានឃើញធម៌បុគ្គលនោះប្រសើរជាងការរស់នៅ100ឆ្នាំរបស់បុគ្គលដែលមិនបានឃើញធម៌ឃើញទេអញ្ចឹងតម្លៃរបស់មនុស្សយើងដែលរស់នៅនឹងអាស្រ័យដោយសារធម៌តែអត់មានធម៌គ្រប់គ្រងក្នុងខ្លួនទេសូម្បីរស់យូរយ៉ាងណាក៏អត់មានខ្លឹមសារអត់មានប្រយោជន៍អត់មានតម្លៃអីដែរហ្នឹងវាអញ្ចឹងញោមមើលដូចនាងកូនតមីដែលមានកូនមួយដែរណោះស្រឡាញ់អូយស្រឡាញ់កូនហ្នឹងវាជួនជាកូនហ្នឹងអាយុខ្លីយ៉ាងទៀតកើតមិនទាន់បានប្រមាណតៃស្មឹងបាត់កូនម្ដាយហ្នឹងស្រឡាញ់កូនពេកក៏កើតទុកដើរយំដើរពហ្នឹងរត់គ្រូពេទ្យណាព្យាបាលកូនឲ្យជាដើរទៅជួបប្រពុតទ្រង់សម្ដែងថាហើយចុះនាងឯងទៅអំពេលកូនទៅឲ្យបាយឲ្យកូននឹងស៊ីទៅមិនរស់កូននឹងស្លាប់ហើយតែកូនខ្ញុំនឹងមិនទាន់ស្លាប់ទេព្រះអង្គជួយព្យាបាលឲ្យផងនាងនឹងចង់ឈួតនៅពេលនោះព្រះអង្គប្រើវិធីថានាងបើសិនជាចង់ឲ្យតថាគតព្យាបាលកូននឹងតើតែនាងឯងទៅរកនៅក្របល្ងក្របស្ពៃអំពីផ្ទះណាដែលមិនមានមនុស្សស្លាប់នាងនឹងដើររកពីផ្ទះមួយទៅផ្ទះមួយពីផ្ទះមួយទៅផ្ទះមួយឃើញសត្វតែអ្នកស្លាប់ទាំងអស់បាននាងពិចារណាឃើញធម៌របស់អោប្រពុតប្រើឧបាយយ៉ាងនេះដើម្បីបំភ្លឺអញទេតើសត្វលោកទាំងអស់ដែលកើតមកមិនមានគ្រួសារណាមួយមិនមានគ្រួសារណាមួយដែលគេចផុតអំពីសេចក្តីស្លាប់ទេអញ្ចឹងកូនអញក៏ស្លាប់អញ្ចឹងអញក៏ស្លាប់ដែរដូច្នេះយល់ឲ្យភ្លឺច្បាស់លែងកើតទុកណែអញ្ចឹងពធហ្នឹងជួយផ្សារជួយជាឱសថសម្រាប់ព្យាបាលនៅរោគផ្លូវចិត្តបានយ៉ាងហ្នឹងអញ្ចឹងបានជាអនុថែអភិបាលឲ្យរូអញ្ចឹងណាញោមអញ្ចឹងញាតិញោមយល់ច្បាស់ហើយអញ្ចឹងបើជាក្នុងពេលនេះញោមញាតិពុទ្ធបរិស័ទទាំងអស់លះទាំងពេលវេលានិងលុយកាក់ប្រពធ្វើបុណ្យក្នុងពេលនេះដោយសារយល់ថាបុណ្យហ្នឹងមានតម្លៃសម្រាប់ខ្លួនក្រៅអំពីបុណ្យកុសលអត់មានតម្លៃទេអញ្ចឹងពធមានតម្លៃពុទ្ធសាសនាមានតម្លៃអញ្ចឹងខ្ញុំកណាឆ្ងល់បន្ថែមតិចទៀតអនុថែឆ្ងល់អញ្ចេះថាព្រះពុទ្ធសាសនាបើជាបฏิផងជាឱសថផងអញ្ចឹងតើសត្វលោកត្រូវប្រតិបត្តិត្រូវរៀបចំជីវិតរបស់ខ្លួននឹងដូចម្ដេចខ្លះទៅអនុថែសូមវិសាចនីគេឆ្លើយត្រូវសិតតយកគេទៅចូលប៉ោះថាត្រឡប់ទៅវិញយកអាត្មាចូលប៉ោះហើយអាត្មានឹងមានទោសអីទៅយកចូលប៉ោះនោះមិនចូលទេបើចង់ចូលខ្លួនព្រះអង្គចុះញោមអើយមានកម្មវិធីបិណ្ឌបាតដែរឬអត់អាចនៅសម្ដែងបានទៀតឬក៏អត់ទេមើលមុខយាយតាផងប្រគុណម្ចាស់មើលមុខមើលមាត់ជួនកាលយើងមិនដែលមកអញ្ចឹងទៅគេធុញគេថប់គេមិនថាបើគេចេះតែសម្លឹងនាឡិកាសញ្ញាថាគេឲ្យយើងឆាប់ចប់ជួនកាលគេធុញគេថប់យាយធុញថប់គាត់មិនថាបើគាត់ចេះតែបថយប្រអប់ស្លាសញ្ញាគេទឿនថាឲ្យឆាប់ចប់យើងមកផ្ទះគេមុនពេលមកតាន់ពេលគេហូបបាយណាបើគេហៅឲ្យហូបបាយឲ្យខំអត់ព្រោះអង្គគេច្រកវាមានកំណត់ឲ្យល្មមតែមាត់កូនចៅគេបើឯងចូលផងក្រែងវាខ្វះមិនឆ្អែតម្ចាស់ផ្ទះក្រែងគេខ្សឹបជីគេហៅជាងមាត់ទំនេរបើយើងថាទេវិណាគេខឹងដោយយាយតាចេះថាមិនអីទេអញ្ចឹងអានឹងគេថាមកឲ្យតែមាត់ទំនេរទៅណាហើយបងប្អូនញោមញាតិនៅចិត្តឆ្ងាយទៅមុនពេលបាយគេបានដឹងបើគេដាំស្លលើសហើយម្ដងហ្នឹងបើគេប្រាំងគួរសំកុំបកែកតែនៅបាច់យ៉ាត់ដាច់ចង្ហាន់ទាំងអស់គ្នាបបាក់ឆាន់តាមផ្លូវបបាក់ឆាន់ចូលហាងឡើងតុកឡើតែគេនោះមានមួយខាងគេយីស៊ូក្មេងកព្រាគេចែកកង់ចែកប៊ិចសភៅហើយអ្នកក្រគេប្រក់ផ្ទះចែកសិតតែមានប្រយ៉ងហេតុតាអាត្មាមកតែឯងគ្មានបាក់គ្មានពួកអីគេណាញោមណាគ្មានពីណាជួយឲ្យប្រយ៉ងឲ្យអីទេគ្នាគេត្រូវគ្នាស៊ីសុះគ្នាឲ្យប្រយ៉ងនឹងគេស្តុកប្រមាណពីនោះមកទេអានេះត្រូវប្រយ៉ងគ្នាអញ្ចឹងណាបើញាតិញោមនៅស្ដាប់បានតទៀតអាត្មាសំដែងបន្តិចទៅទៀតដែរកំអាលណាញោមគេថាអ្នកស្ដាប់ធម៌ណែគេថាអញ្ចេះអ្នកបដាល់មាន5ទឹកអ្នកបដាល់មាន5ទឹកដល់អ្នកស្ដាប់ធម៌មាន7ទឹកច្រើនជាងអ្នកបដាល់មែនទេញោមដល់ពេលអ្នកបដាល់មាន5ទឹកអ្នកស្ដាប់ធម៌មាន7ទឹកទឹកទី1 7ទឹកទឹកទី2 6ទឹកទឹកទី3 5ទឹកទឹកទី4 4ទឹក10ផឹងវា1ទឹក10ទឹកវា1ម៉ែត្រទឹកទី1 7ទឹកវាស់ពីកន្ទេលមកដល់ក្បាលអង្គុយត្រង់ភ្លឹង7ទឹកមិនខ្វះទឹកទី2ទៀបបន្តិចមកនៅ6ទឹកដល់ទឹកទី3ទៀបតិចទៀតមកនៅ5ទឹកទុំខ្នងបន្តិច
đó là tắc và to mà tiết mà nơi buôn tắc các bà rồi chỉ công à tắc chân khỏi các bà đó cái tê là nó tắc bị pu mà tia cái đó tắc mai bàn tay không ngày nè đợt khơi miền tia với miền tắc độ coi là hong rò mưa thầm tamกับpงมือโยมยิดกับปงตะซัวธรรมาขนองอารมณ์ปนมันตอนเจนมาแก่ธรรมาดังแต่กับปงตะซัวธรรมาท่าปะได้เจ็บปะกลเนี่ยซัวน้องเมาไปวอดหน้าชมูไอ้ผมน้องซัวจังเกหาท่าปะครูกองไรได้กอมชนะเบยโยมมันสกอโลกเตะธรรมาซัวโยมมามัดโยมได้เคยกูแปะสบายเชืองอดโกเนี่ยสกหน้าเปะสบายจึงอาเตสกหน้าโบบานแวนยิงกีกระโปรงชนังได้อาเตตักไอโบบานแวนยิงกีฉลองขาดนังไงสกอลเป็นนังสกอลไรนังไงสกไปกุนแกหายปะครูกองไรได้ก็อมชนังชันใบสัตตังชนังเมียนกำลังสันไดทอยปลาละใบละบานลือกรอนตะบานลือปลือออกกายาเย่เย่พลิกลาตาพลิกไรก็มาราก็มาไรพลิกเล่งได้พลิกใบลกใบลอรถมอชูชอชอมือมหาไทยตั้งขนมกะลาตั้งแก้วกะลาโดยคืนนี้อดใบอดตะไอก็อดตะบานมือมกปะคูกองไรได้ก็อมชนังปะปดเอาเยื่อเรียบใส่ชีวิตจีบใบพนัยตีมวยคือพนัยคางดำมารอจำแนกดักลูนบ้านที่เอาเรียนบัวโตบัวตีนมบัวทมบัวสมตรวจบัวจางบัวเมืองเมนบัดบัวสลายที่กับปัญหาโตบัวตีนมนั่งแมนเคยลุกตัวนั่งบัวได้ตาเคลียนนมเม่thấy củaแมนที่กุมดังยังแต่วัดเคยลุกนมเฉินจอมแคบจุ่มพ้องตกทะเลพ้องโอ้ออกตัวปิ่งสลาอันนั้นเสียไม่ชีรอไงเมื่อตั้งบวงที่บาดชั่วอย่างเคยลุกเธอกาเงี้ยก็ไปกับปกเรียนนัดทอให้ได้สบายนมใส่จำมันลงมือมาไงทีไอ้ยะไงแน่เจริญจึงมาสมันทีได้จัดบวงแม่นะให้คนจังไงทำแมนเตแต่หัวไงจังนุ่มระบอกเมย์นั้นคือจำแนกไปจี้ดอมได้ตอนในกระดานประดามนุษย์ตอนในเขมรมันจ้าโยมมาประเคนลงไปดามทัดิกุลเนื้อตกตับเนยอย่างช่างบ้านในสัตว์โยจ่ออักษรโกนลืมโกยยอดตรึกลูกเธออันซีที่กรมดังให้เอาโยสัตว์จ่อเนาะตามประดับเนยนั่งเอาอนาคตนั่งว่ารุ่งเรืองดีจำเริญใจดังคลายจิตต่อตรงจะช่างจำมอในครัวซาในประเทศจีนได้จังกิทาใบตะบองไอ้ใบรอจำแนกแต่ขมิ้นจำแนกอดจำนวนอดมินจำนวนรอจำนันยาตาเนี่ยตอนเรายังมีจำแนกบ้านมีจำเนียนบ้านยังแต่รอจำนวนจูนแต่รอจำนวนโจหรือบ้านจำนันโจรัดมีจันจะเรียงรอทั้งไงได้แต่ใบตีใบทั้งไงแต่เสียตนเตะจีตนเตียบเรียบออกสดองกดได้ปีขมิ้นได้เชียงบุญนี่ยังเป็นพระได้เชียงบุญทั้งไงเป็นจำนวนได้เชียงปีได้ละเป็นละเสียชกโรซีชโมนีเรียบธรรมะได้เชียงใบปากแกตูสำไลพเนจลังมาตะบอยมดังพเนจมาตะบอไอ้เด้ไอ้เจ้าปากแกตูสำไลไอ้เด้นั่งให้โซริยาตนเตเจตนเตียบขเมงกันนะทมขยมกันนะจ้าประกอบน้ำมกแต่สลับโรชีมันบานอาธรรมาแมนขูทมบให้ก็แมนขูเตียได้ปัญดาธรรมาสมานเมื่อเก้าสับชนามเตียบจ้ามาสลานั่งเบอร์เมียนกิจเบอร์ปนเก้าสับชนามเตียบเมียนกิจเบอร์ปนมาซาเตียบมนุษย์มาสลานั่งอดเมียนเนี่ยนั่งไอ้ตระเนี่ยทำไมจะตั้งออกตั้งโลกเต้กับโลกทำไมได้เจ้ากิเตยนาเกดังไอ้โนได้ยังไงกิจมันพอดบุกิจแมนเต้นได้กิจมันพอดมหาท้ายประจุนเชิญยังอนุท้ายหรือตายกดก็องกบองก็กิจมันพอดก็สะกดก่อนน้ำมันหนึ่งกร้อยยีตาก่อนหนึ่งดองไงสลับได้วิออตาธรรมาโมที่ได้มันสลับพระเวมดังแต่สลับเถอะไอ้บุกิจตัดดาวมีสลับโลนะยังประคองตัดดาวสลับเถอะไอ้ปัญญายึดตามันเตยร่มกาเลยกว่าสลับไม่มีเมนาจังคอมเล็บนำดอกกอดอกเอากี่รถเอากี่กอกชอลเอาจองนี่ก่อนแต่ชื่อเรียงทั้งนั้นแต่จิตตามาจ้าคลักขังเกียรติที่อาจารย์มันจะตัวเพราะข้าวตาหนังมาใส่ขยมตอนไอ้นะก็จะนำมกตาหนังเอาจะตาหนังมอสลาบอ่ะเนี่ยจังเออมันดูยืงอัดจองสลับเอ้จังไงบ้านยืงท่าแล้วดอลเวจองคราวคือมีไอตีปังเงี้ยโยมนั่นการในเขมรใหญ่รอเรื่องไงไปยูโดฮักกิโดไวบ้านตอนเราไปจ่ายดาวโยมครุนรถเมียนบอลก็ซอลปนังเนี่ยนาเมียนบอลช้างโกนกินจำทั้งนาขวักบอลกระดาษกระดูกเต้าดากัดกับเรากัดไอ้ลูกโดงกองโดนไอ้ทั้งไอ้จังไอ้แต่เมียนบอลที่บานรุ่นในบ้านจังเวจ่าจะน่าปนแน่เวทีใบรอบอลนั่งใจจีบจีบใบปนังประคนมาจ้านิมนต์ซัวจ้องประหยัดอดจิงหันชั้นสมชีบสาธุ
ញោមសប្បាយគាត់ត្រអនុថែប្រអប់អាត្មាគាត់ទៅសួរថាគោស្រុកណាពាក់ស្បែកជើងញោមស្គាល់ថាគោកំពុងឆ្នាំងហើយគោល្បីមែនគោនឹងញោមហើយអនុថែសួរទៀតបច្ចៈហើយបច្ចៈទៀតហើយចុះគោកំពុងឆ្នាំងទៅស្រុកណាដឹកអីឆ្ងាយជាងគេដឹកក្អមហើយឥឡូវហ្នឹងដល់ហើយញោមហើយចឹងឃើញសបាយញោមសបាយចឹងសួរទីទៀតណាញោមណាហ្នឹងហើយទឹកម៉ោងតាន់10ទេចាំថែមតិចទៀតឲ្យអនុថែបន្ថែមសំណួរបន្ថែមចម្លើយបន្តិចឥឡូវនេះអនុថែឆ្លើយហើយអញ្ចឹងយើងជាអ្នកកាន់ពុទ្ធសាសនាត្រូវរៀបចំជីវិតជា3ផ្នែកដោយអនុថែបានសម្ដែងហើយដល់ពេលដែលយើងរៀបចំជីវិតបានល្អអញ្ចឹងហើយដំណើរជីវិតរបស់យើងហ្នឹងតទៅខាងមុខទៀតចេះតែរុងរឿងខ្ពស់ឡើងទៅភ្លឺអញ្ចឹងបានជានៅក្នុងធម៌ព្រះពុទ្ធទ្រង់បែងចែកមនុស្សហ្នឹងជា4ណាវាមានមកងឹតទៅវិញងឹតមកភ្លឺទៅងឹតមកងឹតទៅភ្លឺមកភ្លឺទៅភ្លឺណែក្នុងអត្តន័យទាំង4ហ្នឹងញោមយល់ខ្លួនឯងអញ្ចឹងបើសិនជាអ្នកមកហើយមានទ្រព្យសម្បត្តិចាយវាយបរិបូរហូរហៀហើយមិនចេះធ្វើបុណ្យធ្វើកុសលទេត្រឡប់ទៅវិញអាហ្នឹងងឹតឈឹងតែហ្មងឥឡូវក្នុងទីនេះអ្នកម្ចាស់ដើមបុណ្យមានតាំងធ្វើបុណ្យបច្ច័យ4អនុថែអញ្ចឹងចង់សួរអនុថែថាដោយមកដាច់ទៅដែលហៅថាបុណ្យបច្ច័យ4នោះអនុថែសូមនិមន្តប្រាប់ប្រគុណណាស់ខ្ញុំកណាអាត្មាភាពបានលឺរៀបរាប់អំបញ្ញមាញ់ហ្នឹងមានចម្ងល់ឥឡូវដល់វគ្គអាត្មាឆ្ងល់សូមសួរវិញហើយញាតិញោមបើថារឿងណាត្រូវសោចមិនបាច់ខ្ជិបទុកគេប្រឡែងឲ្យអស់ព្រោះអាសោចហ្នឹងជួនកាលគេថតជាប់ក្នុងកាមេរ៉ាអាសោចខ្ជិបមាត់ហ្នឹងមិនដឹងដូចស្អីណាបើថាប់ចំហមាត់ឲ្យវាប្រឡែងទៅតែមកនេះស្រស់មួយយ៉ាងអាខ្ជិបហ្នឹងកបួចលិចកបួចកើតមើលតែកបីយ៉ាងមិនដឹងទេប្រគុណម្ចាស់មិញថាគេអ្នកស្រុកអាមេរិកគេអ្នកមានវិធាជ្រះថ្លាហ្នឹងគេទិញកង់ហើយគេទិញកង់ហ្នឹងខ្ញុំកណាចង់ដឹងនៅស្រុកកំពង់ឆ្នាំងហ្នឹងគេនិយមជិះកង់ដែរឬអត់បើអត់មានលុយទិញដល់ម៉ូតូទិញកង់ចូលចិត្តជិះកង់ហ្នឹងអនុថែខ្ញុំកណាប្រគុណណាស្រុកខ្ញុំកណាក្រោយខាងនោះញាតិញោមដឹងអាត្មានៅណាអត់អាត្មាជិះកណូតអាលោកទឹកផ្ទះញោមជេរតែអាត្មាទេមិនដឹងតែខែទឹកជិះតែកាត់វាលនឹងឯងហើយកណូតកាត់វាលនឹងទៅពេញញោមដឹងឯកណូតពួកណានោះឯងបើយើងនិយាយទៅគេហៅថាព្រែកតកុយហើយដីតកូលខាងលិចព្រែកទូលគេហៅអូត្រែងងាកទៅខាងកាត់គេហៅអូវែងខាងលិចកន្លែងដែងគេហៅកន្លែងស្នៀតបើងាកទៅឲ្យជើងលកាលគៀតមកលងព្រៃស្នៀតភូមិតាពាំងជ្រះអាត្មានៅមកប្រឡប់ទៅហ្នឹងមែនព្រែកតម៉ោហើយក៏មែនតម៉ោងហើយក៏មែនតមែងហើយក៏មែនព្រែកតម៉ាំងក៏មែនព្រែកតមាក់ដែរកណាញោមកំពុងអាស័យយូរក៏ថាចំម្ល៉េះចំបេះដូងគ្នាហ្មងហ្នឹងហើយញោមអ្នកកំពុងអាស័យជ័យក្រហមនឹងតាជិះតែកណូតកាត់តាមផ្ទះញោមនឹងរាល់ថ្ងៃហ្នឹងឲ្យតែខែទឹកទៅមកលើទេសម័យនេះមានផ្លូវជាតិមានស្ពានទៅលែងទៅកណូតកាលមុនអាត្មាទៅលើហ្នឹងអាត្មាធ្លាប់ដើរតាមហ្នឹងញោមព្រោះស្មេកភ្លៀងបែកធក់ពីហ្នឹងទៅផ្លូវព្រែកក្មេងហ្នឹងគាត់ថាភ្លៀងយ៉ាប់ជាងផ្លូវសពងទៀតជាប់តភក់ហើយប្រគុណម្ចាស់ថានៅស្រុកលោកតែអត់មានលុយទិញម៉ូតូគេទិញកង់ជិះណែខ្ញុំកណានៅខាងពីរាំងហ្នឹងគេអត់ជិះកង់ទេបើគេមានលុយគេទិញគេអត់ជិះកង់ទេគេទុកកង់ឲ្យវិលគេជិះកែបតែបើយើងជិះកង់វាវិលអាមិនកើតវាមិនកោះហើយចឹងប្រគុណណាហើយប្រគុណម្ចាស់ក្នុងហ្នឹងទៀតមិញឮថាគេជិះដងគេជិះស្រះនៅខាងស្រុកខាងកណាគេអត់ជិះដងជិះស្រះទេគេជិះតែដីទេបើវាដងដល់ជិះទៅអីទៀតបើវាស្រះជិះទៅអីទៀតគេជិះដីទៅវាបានស្រះហើយជិះដីទៅបានដងហើយបើបានដងមិនបាច់ទៅជិះវាទៀតទេគ្រាន់តែស្ដារគ្រាន់តែកាយឲ្យល្មមទៅបានហើយចង់សួរមួយទៀតស្អីដែលធំថ្លោកជាងគេសូមនិមន្តឆ្លើយត្រូវបានរង្វាន់អីគេធំហើយថ្លោកជាងគេទៀតធំហើយថ្លោកអីគេញោមធំហើយថ្លោកមើលនៅនេះសិនក៏មានធំថ្លោកបានប្រយោជន៍ហើយធំហើយថ្លោកឆ្លើយឲ្យលឿនឆ្លើយត្រូវបានរង្វាន់ឆ្លើយមិនត្រូវគង់នៅនេះមកយោវ៉ហើយប្រកាសជានៅហ្នឹងហើយទៅណាមួយទេញោមធំហើយថ្លោកនេះបដិជគុណនេះធំហើយថ្លោកសូមជ្រាបចិត្តត្រូវហើយសរេបន្តិចទៀតសូមនិមន្តចិត្តត្រូវអីទៀតចិត្តត្រូវអញ្ចឹងបើធំថ្លោកក្បែរបដិជគុណហ្នឹងធំហើយថ្លោកនេះត្រូវឲ្យខុស
ចាំទទួលរង្វាន់ពីបដិជាប្រគុណនងចញោមពេញប៉ោះថ្លោជាងគេពេញប៉ោះអីហាវ៉ៃជុំប្រទេសថ្លោជាងគេប្រទេសអីហាវ៉ៃដែរអ្នកពាក្យហាវ៉ៃនឹងថ្លោអាត្មាចំណាំមើលអាត្មាទៅបននៅអូសាឡៅអ្នកមកពីហាវ៉ៃមានប៉ិនបាវពី3អ្នកទៅប៉ិនបាវមកកន្លែងអាត្មាលោកខំទៅនិយាយអូហេណូស៊ីស៊ូគេថាដេគុណកណាខ្មែរតាបាននៅបរទេសគេមានធំនោះទៅខំទៅហេឡូហេអីដាក់គេចុះឡើងគាត់មកណាគាត់អង្គុយសើគាត់ថាដេគុណកណាខ្មែរទេហើយថ្ងៃហ្នឹងមកឃើញមានអ្នកហាវ៉ៃវាមិនតូចដែរគាត់អង្គុយខ្ពស់ជាងគេដែរអញ្ចឹងឲ្យតែថ្លោមធំជាងគេគឺហាវ៉ៃហ្មងបែកប៉ោះក៏ហាវ៉ៃប្រទេសក៏ហាវ៉ៃមនុស្សក៏ហាវ៉ៃដែរវាមិនត្រូវទាំងអស់វាត្រូវខ្លះដែរព្រោះហាវ៉ៃនេះច្រើនតែធំដែរទៅធាក៏អញ្ចឹងដែរអ្នកហាវ៉ៃទៅធាគាត់ដើរដែរតាព្រោះដើរបនឃើញហាវ៉ៃច្រើនហើយកោះហ្នឹងក៏ខ្ពស់ជាងគេដែរបើតាមមើលគេថាមានចំណោទ 100-200 ម៉ែត្រថ្ងៃណាមួយនាំអាត្មាទៅលូតម្ដងមើលញោមអរប្រគុណណាស់ញោមអ្នកដែលធ្វើបច្ច័យ4បុណ្យនៅក្នុងទីនេះបច្ច័យ4គឺរបស់4យ៉ាងដែលយើងយកមកធ្វើជាបុណ្យព្រោះយើងរស់នៅរាល់ថ្ងៃវាអាស្រ័យរបស់4យ៉ាងគឺរបស់ស្លៀកពាក់របស់ហូបចុកកន្លែងដេកកន្លែងនៅនិងថ្នាំព្យាបាលរោគរបស់ស្លៀកពាក់បានដល់ចៃវរៈបច្ច័យមានសពុតខោអាវសើស្បៃមានកម្មាមានសរងមានហង្ស័កស្បង់ស្បៃត្រៃជីពរអាហ្នឹងសម្រាប់ស្លៀកពាក់ហើយដាំពូជស្លៀកកើតជាតិក្រោយចេះស្លៀកទៀតតែមិនដាំពូជស្លៀកកើតជាតិក្រោយអត់ចេះស្លៀកទេតើចេះស្លៀកគេថែមកតុយឲ្យមួយសម្រាប់បក់មូសព្រោះអាហ្នឹងគាត់អត់មានពូជស្លៀកអត់ចេះស្លៀកហូលទេពួកហ្នឹងហើយបច្ច័យមួយទៀតបណ្ឌបាតតែបច្ច័យគ្រឿងបរិភោគឲ្យមានកម្លាំងរស់នៅរាល់ថ្ងៃត្រូវបរិភោគបើយើងមានជាកម្មសិទ្ធិបានជាកម្មសិទ្ធិរបស់យើងបើយើងអត់ទេហូបឆ្អឹងហូបស្មៅហូបស្លឹកឈើមានបនអញ្ចឹងមកដែរយកកតុយមួយមកគ្មានស្ដាប់ធរទេសម្លឹងមើលក្រោមតុកឲ្យតែបានឆ្អឹងមួយពំទៅអាហ្នឹងមកពីគ្នាអត់មានកម្មសិទ្ធិបរិភោគចាំរស់ដោយសារយើងឥឡូវយើងដាំទុកមានបាយទឹកនំចំណីត្រីសាច់គឺបណ្ឌបាតបច្ច័យសេនាសនៈបច្ច័យដូចញោមញាតជួយប្រក់ដបូលផ្ទះគេជួយកសាងកុដិសាលាព្រះវិហារបឋនោតបច្ច័យដីប្រស្រីមហាពោធិព្រឹក្សរួមទាំងដើមពោធិព្រឹក្សហ្នឹងក៏ចាត់ចូលជាទីគោរពបូជាផងជាចេតដីផងជាសេនាសនៈបច្ច័យផងដែរអាចជ្រកនៅបានដែរអាយគិលានភេទជ្ជៈបច្ច័យឆ្នាំសម្រាប់រងាប់រោគដែលយើងរស់នៅបានអាយុវែងដោយសារមានឆ្នាំជួយការពារឥឡូវយករបស់នឹងមកដាំពូទៀតឆ្នាំបុរាណមានតាំងពីម្រេចដីផ្លៃពីកបាញ់ពីតកោអង្កោអង្កាញ់កលាញ់ស្ងាន់ត្រៀលត្រោះកបានគុយសគុំសមោទីព្រុសបលល្បែងឆ្កែស្រែងបាញ់ថ្ងៃដីដបោកអាំងកំឡោចបាយក្តាំងត្រៀនខេតពោះប្រមាជាការខ្យងអីចឹងទៅហើយដល់មកឆ្នាំពេទ្យតាំងពីអាសប្រូស្រោវ៉ាសលផានីណុលអាត់វីលគីនីនគីនីគ្រីនរីនីហ្វុងសម្រាប់លេបសម្រាប់ហាត់សម្រាប់រឹតសម្រាប់ត្រោបសុទ្ធតែឆ្នាំសម្រាប់ចាក់អីទាំងអស់អានឹងឲ្យព្យាបាលរោគហើយឥឡូវយើងបានរបស់នឹងមានតាំងពីគិលានភេទជ្ជៈអមមកនឹងបរិវាររបស់វាជាអត្រេកលៀបមានតែមានស្ករមានទឹកដោះគោមានការ៉ូមានអូវ៉ាន់ទីនជាដើមអានឹងឲ្យសម្រាប់ដាំពូជមិនមានជំងឺទុកនឹងគាត់ធ្វើបច្ច័យ4ហ្នឹងមានន័យថាគាត់កំពុងតែដាក់ទ្រព្យគាត់ផ្ញើចូលធនាគារព្រះណាអង្គម្ចាស់សូមជ្រាបបើមិនជ្រាបទេសូមនិមន្តសើមសាធុជ្រាបហើយមិនបាច់សើមទេហើយចុះបុណ្យបច្ច័យ4នឹងទៀតមានប្រមាណស្ថានដែរទៅអនុថែសូមនិមន្តប្រាប់មាន2សន្តានសូមជ្រាបសាធុតើសន្តានអ្វីខ្លះដែរសូមនិមន្តសន្តានទី1និងសន្តានទី2សូមជ្រាបតែទី1និងទី2ទី2និងទី1គេដឹងចឹងហើយតើទី1នឹងសន្តានរបៀបម៉េចហើយទី2សន្តានយ៉ាងម៉េចដែរសូមវិសាចនីអរប្រគុណណាស់ប្រគុណម្ចាស់ខ្ញុំកណាឆ្ងល់បន្តិចនៅខាងកំពង់ឆ្នាំងគេនិយមធ្វើក្អមធ្វើឆ្នាំងដីតើអាក្អមមួយឆ្នាំងដីហ្នឹងគេធ្វើអីគេសូមនិមន្តប្រាប់គេធ្វើសម្រាប់ប្រើសម្រាប់ដាក់ទឹកឆាន់ហ្នឹងខុសហើយក្អមគេធ្វើសម្រាប់លក់ឆ្នាំងដីហ្នឹងក៏ធ្វើសម្រាប់លក់ដែរបានជាដឹកឆ្លងខេត្តនោះបើធ្វើសម្រាប់ប្រើមិនកណាទៅដឹកមកចឹងគេធ្វើសម្រាប់លក់ទេប្រគុណម្ចាស់សន្តានទី1យើងបានធ្វើជាមួយម៉ែឪអ្នករស់រានមានជីវិតដូចជាម៉ែឪនៅរស់យើងទិញខោអាវទិញកម្មាទិញយកបាយទឹកនំចំណីថ្នាំពេទ្យទៅជូនគាត់ជាបច្ច័យ4ដែរនឹងសន្តានទី1បែបនៅរស់សន្តានទី2បែបអ្នកស្លាប់អ្នករស់នឹងក៏ធ្វើតបាន2ជាន់ដែរយើងធ្វើជាមួយម៉ែឪបានរបស់នឹងយកមកធ្វើជាមួយបតង់អញ្ចឹងញោមធ្វើបន់តាមផ្ទះហើយបានចំណេញបន់ញោមធ្វើអញ្ចឹងទៅឲ្យកូនទិញរបស់នឹងមកថ្វាយអង្គមជូនម៉ែសិនរួចបានម៉ែឪយករបស់នឹងមកប្រគិនបតង់បន្តទៀតទៅព្រោះគាត់ដឹងថាអាយុគាត់មិនទៀងគាត់ធ្វើបន់បន្តអានឹងបានបន់តទៀតឯមួយបែបទៀតយើងឧទ្ទិសកុសលនឹងបញ្ជូនទៅដល់អ្នកស្លាប់
đối với ngày nâng chân cừu ốp chia dê cha khu cầm ná để không co sang vọt như là cao lang màu nắng á vọt nắng mà khơi co sang ra màu men vọt mà sắp trên châu thua bạn đào nâng nhấp nhọp đấy lời nâng nè để slap tay của man nâng có dưới một tư của to nâng tay ao nâng ai hơi đang kìa hai thằng phải chạy buôn miền pi dần than và con mà cha trong xua mùi tiết đai cho bờ sân chiếc ôm nâng kịp vừa sầm rạp lụa sầm rạp đặt tật chân sọc nâng kịp miền prao piêng đai rừng ót xôm ni môn prao nụ thai xua nó bà hay chỉ riệp chồng tè ai nhung lao chồng xua chồng tè nụ thai đi ra nơi nóng cái prao piêng đai ta nụ thai cho cha có từng ngút tật từ lê mình cao có từng đâu mình cao ta còn ngút tật ai na xôm prao có mũi tật nông piêng nóng viên từ mũi ai na khó là khó bị sọc nhom cái na cha ngút tật prao piêng phải sọc để con ngút nông piêng chẳng chừng anh tật á ra thôi tới na đây ngút tới nơi trong đây đá là đá lên ngay sọc nó kia ngút trắng nó sọc hàng cái na cha đây không mấy nó kia ngút tật prao piêng con na xôm ni môn ngút nông piêng men chọp tè nụ thai men nhung nụ thai chomจะปัญญาនឹងឆ្លាតណាញោមមើលដាច់អត់តន់ទេបញ្ញានុថៃនេះបើឆ្លាតអញ្ចឹងទេជាចុងក្រោយខ្ញុំកណាចង់សួរអំពីអានិសង្សចង់សួរថាអ្នកម្ចាស់ផ្ដើមបុណ្យដែលគាត់បានធ្វើបុណ្យក្នុងពេលនេះនោះតើបានផលបានអានិសង្សយ៉ាងណាហើយនៅពេលដែលអនុថៃឆ្លើយបញ្ចប់នៅពធទេសនាអំពីអានិសង្សនឹងហើយអនុថៃនឹងជួយបញ្ចប់ពធទេសនាឲ្យខ្ញុំកណាផងពីព្រោះកាលដើមខ្ញុំកណាអ្នកបើកអញ្ចឹងចុងក្រោយឲ្យអនុថៃបាត់ឲ្យផងសូមអរតនីខ្ញុំកណានឹងខ្លាយខ្លួនទៅជាអ្នកបាត់អញ្ចឹងកុំភ្លេចណាបើរូតកប៉ៅហងសាក់កប៉ៅថងយាមយកស្អីត្រូវហៅកណាទៅបាត់ឲ្យបើអញ្ចឹងយកឲ្យគេបាត់បណ្ដាបាកប៉ៅហងសាក់ដាក់ស្អីក្នុងនឹងអត់ឲ្យទៅបាត់ឲ្យផងទេកូនណាមុំសួរមួយម៉ាត់បដិប្រគុណដឹងដែរឆ្នាំងដីនឹងកំទៀវនឹងគេយកមកដាំអីគេយកមកដាំទឹកក្តៅអត់ទេនៅខាងស្រុកខ្ញុំកណាគេដាំទឹកត្រជាក់ដាំទៅកុំឲ្យវាក្តៅហើយបើទឹកក្តៅហើយនៅដាំទៀតមិនកាលបានឆាន់ស្រុកនោះចម្លែកចឹងណាស្រុកខាងកណាគេដាំទឹកត្រជាក់ទេកុំឲ្យក្តៅទេប្រគុណណាខ្ញុំកណាមកតាមផ្លូវឃើញគេជិះអាម៉ូតូដៃធំខ្ពស់កង់ធំហើយឃើញជនជាតិបរទេសគេចិត្តជិះអាម៉ូតូហ្នឹងឆ្ងល់ហ្មងចង់សួរមួយទៀតហេតុអីបានគេចិត្តជិះអាម៉ូតូធំហ្នឹងគុណចាស់សុំនិមន្តឆ្ងល់ណាស់សង្ស័យជាប់តាក់ទៀតដឹងទេញោមឆ្ងល់គេចូលចិត្តជនជាតិគេជិះអាម៉ូតូធំព្រោះមៀតគាត់ធំអញ្ចឹងទៅទិញអាម៉ូតូតូចជិះអត់ស្រួលទេអញ្ចឹងទិញអាធំជិះទៅវានឹងល្អអនុថែសូមជ្រាបប្រគុណណាសាធុឲ្យគ្រប់3ដងប្រគិនពរឲ្យបួសរហូតកុំឲ្យសឹកឲ្យសោះឲ្យទេវតាទស្សបរមីវត្ថុស័ក្តិសិទ្ធិនឹងវត្តនឹងថែអាសាប្រគុណម្ចាស់ឲ្យនៅរហូតកុំឲ្យសឹកឲ្យសោះដាច់ពូជអីដាច់ទៅគេទិញម៉ូតូអាធំនឹងជិះទៅវានឹងស្រួលបើខ្ញុំកណាមិនទិញទេជិះទៅនឹងមិនទៅមុខខ្ញុំកណាមិនជិះទៅមកអាម៉ូតូជិះទៅនឹងកាលបានដល់ទេតោះជិះបោលលើមុខបានដល់ប្រគុណណាស់គុណម្ចាស់ហើយចឹងដោយសារពេលវេលានេះមិនណោយផលទេតែនៅបាច់ថ្ងៃអាទិនៅនឹងនិយាយដាច់ចង្ហាន់អ្នកសិល5បើអញ្ចឹងបុណ្យកុសលដែលកើតឡើងមានច្រើនញោមអ្នកដាំដើមពោធិព្រឹកប៉ុណ្ណាប៉ុន្តែនិយាយដោយខ្លីសួរថាបុណ្យនៅតាណាបុណ្យវាមិនមែននៅលើបច្ច័យ4នៅលើពោធិព្រឹកឬក៏ថាស្អីមួយឈ្នះស្អីមួយទេកុំឲ្យតែកសាងពហិឈ្នះធ្វើបច្ច័យ4នេះធ្វើបច្ច័យ4ឈ្នះដាំដើមពោឈ្នះកសាងវត្តវានៅលើចិត្តរបស់យើងបើចិត្តប្រកបដោយសេចក្តីប្រមាទធ្វើប្រមាណក៏វាមិនណាស់ណាដែរធ្វើអីក៏ដោយបើសិនជាយើងធ្វើមានចិត្តថាអញចង់ធ្វើឲ្យគេមើលមកសម្បើមតែឃើញថាអញនឹងលយអាហ្នឹងវាប្រកបទៅដោយលោភៈចិត្តប្រកបទៅដោយតណ្ហាអញ្ចឹងក៏វាមិនទៅជាបានបុណ្យដែរប៉ុន្តែបើមេត្តាចិត្តជ្រះថ្លាបូជាគោរពចំពោះពុទ្ធសាសនាតាំងចិត្តស្មោះអាហ្នឹងបុណ្យរាប់មិនអស់ណាញោមបុណ្យអីក៏ដោយបច្ច័យ4ក៏ដោយកុំឲ្យថាអញធ្វើបច្ច័យ4ហ្នឹងឲ្យអ្នកស្រុកមើលមកអញនឹងថាលយជាងគេណាអញ្ចឹងទៅកុំឲ្យថាអញនឹងមានលុយមានកាក់ដូចគេឲ្យមិនបានធ្វើបុណ្យឡើយធ្វើឲ្យលយជាងគេមើលអញ្ចឹងតាំងចិត្តអញ្ចឹងក៏មិនបានតើយើងតាំងចិត្តថាធ្វើទៅយ៉ាងណាខ្លួនយើងវាមិនទៀងបានប្រមាណក៏ប៉ុណ្ណឹងឲ្យត្រេកអរបានញោមយិត្តមកចូលរួមអានឹងបានបន់រាប់មិនអស់អញ្ចឹងមិនបាច់ប្រឡងប្រជែងថាមួយណាច្រើនជាងមួយណាទេពពុទ្ធសំដែងតែចេតនាហាងភិក្ខវេបញ្ញវទាមិមនាលភិក្ខុទាំងឡាយតថាគតពោលថាបុណ្យនឹងបាបអាស្រ័យនៅលើចិត្តគឺនៅលើចេតនា
អ្នកដាំពូជបច្ច័យ4នឹងឲ្យគេបានហូបចុកអនាគតទៅការដាំមានទ្រព្យសម្បត្តិច្រើនដោយអាណាថបណ្ឌកសេដ្ឋីដោយវិសាខាអញ្ចឹងណាញោមហើយម្យ៉ាងទៀតបុណ្យកុសលដែលយើងដាំដើមពោធិព្រឹកក៏រមែងគេគោរពគេបូជារាល់ថ្ងៃបានបុណ្យរាល់ថ្ងៃអ្នកកសាងពហិកសាងសាលាកាលណាគេនៅគេប្រើប្រាស់យើងបានបុណ្យរាល់ថ្ងៃដែរហើយអ្នកដែលជួយឧបត្ថម្ភដល់ក្មេងកំព្រាកំសត់ទុរគតជួយជីវិតគេឲ្យរស់បានជាទេវតាជួយជីវិតយើងឲ្យរស់បានដូចគ្នានឹងដែរអញ្ចឹងសត្វតែបុណ្យសត្វតែអានិសង្ឃបុណ្យអានិសង្ឃនឹងច្រើនណាស់សូមឧទ្ទិសចែកចាយផ្សាយជូនដល់បុព្វការីជនខ្មោចមុនខ្មោចក្រោយ100ជាន់1000តម្រួតតាទួតយីទួតតាលាយីលាឲ្យគាត់ហៅគ្នាមកទទួលអត្តមនុញ្ញផលកសលផលបុណ្យទាំងជីដូនទាំងជីតាទាំងម៉ាទាំងកងចាក់ចែសោហៀទីអ៊ីពេទៅដែលចែកឋានទៅទាំងនោះមកទទួលបើមិនដឹងទេសូមទេបនិកមកទេផ្ដានៅគ្រប់ទីកន្លែងនេះបីបាច់ថែរក្សាការពារនឹងហៅអញ្ជើញប្រាប់ប្រគុណម្ចាស់គ្រប់ព្រះអង្គអតីតបច្ចាធិការវត្តអតីតអាចារ្យគណៈកម្មការវត្តពុទ្ធបរិស័ទដែលមានគុណបំណាច់ចំពោះជាតិសាសនាបូជាពលីជីវិតដើម្បីបបផែតជាតិសាសនានេះសូមឲ្យលោកទទួលអត្តមនុញ្ញផលក្នុងកម្មវិធីបុណ្យនេះកុំខានឡើយទៀតទៅឲ្យដៃចាបន្ថែមខោស័កនេះជាអ្នកប្រាជ្ញពីធម្មជាតិមកគ្រាន់តែឡើងទៅដល់លើគោកស្រីបំរើទៅថៃម្ដងទឹកឆ្លោះគ្នាកំពុងតែជីគ្នាហ្នឹងលោកដឹងថាទីទៀតឆ្លោះកាន់តែធំតែឆ្លោះកាន់តែធំតែគេប្តឹងគេរកសាស្អីគ្មានគេណាទេគេយកឯងទៅឯងចង់ចូលតឡាការទៅទៅរបាយការណ៍ទុកឲ្យដាក់ស្លឹករឹតខាងនេះមួយកាន់ដៃសងខាងនាងនេះជេរថាមិនទៅដៃនេះនាងនេះជេរថាមិនទៅដៃនេះតែឯងគ្រប់ទាំងអស់ជេរប្រមាណមកទៅតាន់ទាំងអស់ហើយដល់ទៅពេលរឿងនោះវាឆ្លោះគ្នាប្តឹងផ្ដល់ដល់តឡាការមែនណាហើយគេរកសាក់ទៅលោកក៏ឲ្យរបស់ហ្នឹងទៅថាអានេះរបស់នាងនេះអានេះរបស់នាងនេះយកទៅពិនិត្យមើលក៏ទៅអ្នកប្រាជ្ញបកែមែនណាគេថាសម្លេងដៃចាលោកលើដូចកន្លងយំអញ្ចឹងទៅដល់វត្តមហាវិហារទៅសុំគេបកប្រែទៅពីគេមើលងាយសមត្ថភាពស្អីអ្នកប្រាជ្ញអីមកពីណាមិនទាន់ដូចមិនទាន់ជឿថាអ្នកប្រាជ្ញទេអារបៀបដូចខ្មែរយើងមើលថាពីខំខោអាយអ្នកប្រាជ្ញអីណាបើណែឯងជាអ្នកប្រាជ្ញមែនអ្នកចេះដឹងមែនណែឯងទៅសេសភៅអីមួយឲ្យផ្សេងពីបត្រៃបៃដកនឹងឲ្យយើងមើលសិនសម្ដេចព្រះសង្ឃរាជខាងគេហ្នឹងគេចង់សាកល្បងខោស័កហ្នឹងលោកសរសេរកពីវិសុទ្ធធម្មៈសរសេរបានហើយសឹងលក់មកប្រាក់ភ្ញាក់ឡើងបាត់សរសេរមកតាទៀតសរសេរហើយសឹងលក់ទៀតភ្ញាក់ឡើងបាត់ទៀតអស់ពីសរសេរមកតាទៀតសរសេរហើយលើកហ្នឹងចងស្បង់មកចោលលួចបើវាលួចទៅទាំងស្បង់មកដល់ទៅពេលប្អិនទៅអ្នកមិនលួចប្រុងមិនលួចទៀតយកមិនបានយកអាពីមុនមកទុកជាមួយគ្នាវិញឲ្យមិនបានធ្វើអញ្ចឹងមកពីចង់បង្ហាញថាសមត្ថភាពលោកអង្គហ្នឹងមកយកមិនមែនសរសេរបាន1ទេបាន3បើមិនធ្វើអញ្ចឹងអត់សរសេរបាន3ទេដូច្នេះដល់ទៅពេលព្រឹកឡើងបានដឹងរឿងថាលោកសរសេរសភៅបានវាសុទ្ធតែលោកសរសេរតែមកយកអាត្មារៀន4ឆ្នាំរៀនអត់ចប់ទៅអញ្ចឹងទៅណាបញ្ញាខុសគ្នានោះមេឃដីនោះមកប្រសងគេនោះគេក៏ឲ្យលោកព្រះកពីហើយលោកនៅព្រះកពីចម្លងកពីលោកចម្លងបត្រៃ3ដកដាក់ពីភាសាសយលៈមកពីសាមគ្គធៈពីភាសាបាលីលោកព្រះអដ្ឋកថាជាភាសាសយលៈហ្នឹងឲ្យមកជាភាសាបាលីបំពេញតាមអ្វីដែលខ្វះខាតហើយលោកទៅបិណ្ឌបាតទៅដើរទៅស្លឹកត្នោតចាស់តាមក្រមដើមត្នោតនឹងរើសកាន់យកមកសរសេរជំនាន់នោះវាអត់មានក្តាស់ដូចយើងទេលោកសរសេរលើស្លឹករឹតគឺស្លឹកត្រាំងនឹងលើស្លឹកត្នោតស្លឹកអីហ្នឹងអ្នកលក់ទឹកត្នោតអ្នកឡើងត្នោតចិត្តតែជ្រះឡើងលោកយកទឹកត្នោតមកប្រគេនលោកមិនហ៊ានទទួលទៀតខ្លាចគេថាម្ចាស់វត្តគេចំណែនឯងចឹងហើយចិត្តឲ្យយកទៅប្រគេនម្ចាស់វត្ដរហូតដល់ម្ចាស់វត្តគេថាលោកឯងនៅហត់យកឆាន់ទៅអ្នកសាមណៈសិស្សនិស្សិតដែលគេរៀននៅនោះគេចេះតែថាលោកហ្នឹងប្រកែតែបល័យនឹងសេះឡាក់ទេតាមរដ្ឋលោកមិនចេះទេមើលទៅនោះគេចេះតែវាតម្លៃលោកអញ្ចឹងថ្ងៃក្រោយមួយទៀតលោកបង្ហាញពីសមត្ថភាពសាស្ត្រក្រិតមួយទៀតបានថាលោកចេះច្រើនមែនគ្រូបង្រៀនបល័យនៅក្នុងសាលាសិស្សកំពុងតែអញ្ញាបញ្យលមិនយល់រាប់ថ្ងៃមកទៅហើយខូសាក់ទៅអត់មកផ្លែតលោកយល់សុំបញ្យលតែបន្តិចទៅពី3ម៉ាត់ទៅស្ដាប់យល់អត់ទាំងអស់នរណាក៏កោតខ្លាចលោកធ្វើបានចប់សពគ្រប់ច្រឡងដាក់ដូចដើមវិញដូច្នេះប្រទេសដទៃចាប់ផ្ដើមបានគម្ពីរពីស្រីលង្កាមកនិយាយពីស្រុកខ្មែរយើងចំនួនស្ដេចបតុមសូរវង្សចំនួនស្ដេចទី11ទី12រាប់ពីបឋមនាងនាគមកឬហៅថាសូរយៈវរ្ម័នទី1សោរាជនៅអង្គរយើងហ្នឹងពុទ្ធសករាជកន្លងទៅ1560ពេលនោះនៅប្រទេសភូមាបច្ច័យធម្មមាននរុត្តបានរៀបចំអ្នកប្រាជ្ញដាក់សំពៅឲ្យទៅចម្លងគម្ពីរពីលង្កាមកគេសុំប្របាទលង្កេសរាជចម្លងគម្ពីរឯកសារខ្លះថាប្រទេសមេឡានគឺប្រទេសលាវឯកសារថាប្រទេសភូមាដល់ទៅពេលទៅចម្លងទៅ
ចំឡងបានអ្នកប្រាជ្ញហ្នឹងចំឡងបានហើយឃើញបកែមរកតមួយទៀតដែលកសាងក្នុងចំនួននិកសេនមានលិននឹងនិកសេនដែលដេញបញ្ញាគ្នាហ្នឹងហើយជ្រះថ្លាកសាងបកែមរកតបញ្ចុះនៅព្រះធាតុនៅហ្នឹងជ្រះថ្លាសូមយកបកែមរកតហ្នឹងដង្ហែមកប្រទេសភូមាដាក់មកទៅមាន2ដាក់បដែតមកត្រឡប់មកវិញស្រាប់តែខ្យល់ព្យុះបើអាសំពៅហ្នឹងធ្លាក់មកភាគខាងត្បូងប្រទេសកម្ពុជាយើងហ្នឹងនៅក្នុងខេត្តភាគខាងត្បូងមានខេត្តមួយឈ្មោះខេត្តបន្ទាយមាសនៅក្នុងតំបន់អតីកែវមានស្ដេចក្រាញ់មួយឈ្មោះពញាមេត្រីប្រជាជនឃើញសំពៅមកពីណាមកកាលនៅស្រុកយើងក៏ចុះទៅមើលឃើញសតង់ឃើញប្រពុតរូបឃើញព្រះត្រៃបិដកក៏នាំគ្នាដង្ហែឡើងមករួចស្ដេចក្រាញ់ពញាមេត្រីហ្នឹងក៏បានថ្វាយតំណែងមកប្របាទសូរ្យវរ្ម័នទី1ឬហៅថាបតុមសូរវង្សហ្នឹងកូនរបស់ស្រីសឈរនោះស្រាប់តែជ្រះថ្លាណាស់ដង្ហែឡើងមកពីកសាងវត្តចំនួន 4-5 វត្តទៅតាមលំនាំហ្នឹងគឺវត្តប្រពុតមានបុណ្យដាក់តម្កល់ប្រពុតរូបនោះប្រកែមរកតមកដល់ស្រុកខ្មែរយើងដោយចៃដន្យអញ្ចឹងគេកសាងវត្តលង្កាតម្កល់គម្ពីរដែលប៉ែងមកដោយចៃដន្យអញ្ចឹងបត្រៃបិដកចូលស្រុកយើងដោយចៃដន្យគេកសាងវត្តអណាឡោមតម្កល់រួមប្រជុំចើមរបស់ព្រះអសិជីដែលជាក្រុមបញ្ញវត្តិយភិក្ខុតម្កល់រួមប្រជុំចើមហ្នឹងវត្តអណាឡោមពីបុរាណគេហៅវត្តសកាលិញព្រោះមានពុទ្ធរូបសកាលិញខ្លៅវត្តប្រឡូមហៅថាវត្តហ្នឹងមានរួមប្រជុំចើមហ្នឹងឯងគេកសាងវត្តកែវប្រភ្លើងតម្កល់កែវប្រភ្លើងគេកសាងវត្តពុទ្ធឃោសាចារតម្កល់អ្នកប្រាជ្ញអ្នកដោយសាររឿងហ្នឹងបានជាប្របាទពញាចារ្យកសាងរាជធានីនៅភ្នំពេញដាក់ឈ្មោះវត្តដូចរឿងហ្នឹងអញ្ចឹងញោមហើយមិនយូរប្រហែលដឹងតំណែងទៅដល់ស្ដេចប្រទេសគេនោះគេតាមមកសុំយកវិញដល់គេមកសុំយកស្ដេចយើងក៏សុំពជាពេលថាសុំរយៈកាល7ថ្ងៃទៀតចាំទូលបង្គំហើយយកទៅថ្វាយបានតែគេយល់ព្រមអញ្ចឹងទៅគេយល់ព្រមអញ្ចឹងយើងនាំគ្នាចម្លងញោមនាំគ្នាចម្លងក៏ក្រឹបក៏ក្រែកដាក់ចែកចាយផ្សាយគ្រប់ខេត្តគ្រប់ក្រុងទាំងអស់ទីណាក៏ចម្លងដាក់អញ្ចឹងទៅចម្លងដាក់បានចែកចាយផ្សព្វផ្សាយទៅរួចស្រេចហើយដល់ថ្ងៃទី7ស្រាប់តែអត់យកបកែវមរកតទៅទេស្ដាយណាស់ឲ្យធូបបួងសួងបន់ស្រន់សូមឲ្យព្រះអង្គកុំទៅអីឲ្យព្រះអង្គគង់នៅស្រុកខ្មែរហ្នឹងហើយកុំទៅអីស្រាប់តែចេញឈរពន្ធរាំងសីទាំងថ្ងៃនឹងព្រៀកមកស្ដេចដឹងថាព្រះអង្គមុខទៅគង់នៅស្រុកខ្មែរអត់បាច់យកទៅទេដល់ពេលទៅអត់យកបកែវមរកតទៅយកតែកាពីទៅស្ដេចគេក៏មកទទួលកាពីបត្រៃបិដកហ្នឹងក៏សួរថាចុយណាបកែវមិនឃើញថាព្រះអង្គបានកាពីហើយសុំបកែវហ្នឹងទុកជាសម្បត្តិស្រុកខ្មែរមួយទៅអញ្ចឹងក៏បានដែរយល់ព្រមអញ្ចឹងស្រុកខ្មែរយើងបានបកែវមរកតនៅក្នុងកំឡុងពេលនោះដោយចៃដន្យអញ្ចឹងហើយកាពីបត្រៃបិដកយើងចម្លងពេញចែកចាយផ្សព្វផ្សាយគ្រប់ទីកន្លែងប៉ុន្តែអត់ទាន់មានប្រែទេជាបល័យសុទ្ធតម្រងយកមកអញ្ចឹងនៅខេត្តសៀមរាបនេះមានវត្តខ្លះអ្នកសិក្សាខាងបុរាណវិទ្យាស្រាវជ្រាវរកឃើញបត្រៃបិដកជាអក្សរបុរាណសំស្ក្រឹតមានចំនួនមួយចំនួនដូច្នេះវត្តខ្លះមានវត្តខ្លះក៏បានរៀនសូត្របល័យចេះដឹងបកប្រែទៅចែកចាយផ្សព្វផ្សាយគ្នាសាសនាកាន់តែរុងរឿងនៅក្នុងសម័យអង្គរយើងនេះព្រះបាទជ័យវរ្ម័នទី7មានព្រះរាជបុត្រមួយទៀតឈ្មោះតាមលិន្ទៈយើងដឹងថាព្រះបាទជ័យវរ្ម័នទី7ជួយជាតិយ៉ាងខ្លាំងអគ្គមហេសីជួយខាងអក្សរសាស្ត្រយ៉ាងខ្លាំងមានព្រះរាជបុត្រមួយឈ្មោះតាមលិន្ទៈឲ្យជួយខាងសាសនាដល់ពេលជួយខាងសាសនាលោកញោមញាតិលោកទៅរៀននៅប្រទេសស្រីលង្កាបានយកស្ទឹងកាលនីគឺស្ទឹងកល្យាណីនឹងធ្វើជាសីមាបួសរៀននៅប្រទេសស្រីលង្កានឹងជាង10ឆ្នាំព្រោះបានកត់ចម្លងយកនៅលទ្ធិថេរវាទពីស្រីលង្កានឹងយកមកបំពេញសេចក្តីខ្វះខាតដែលមាននៅក្នុងស្រុកយើងនឹងឯងដូច្នេះយើងបានគម្ពីរលទ្ធិថេរវាទដែលយើងធ្លាប់តែកាន់ពុទ្ធសាសនាមហាយានខ្លះព្រហ្មញ្ញសាសនាខ្លះស្រាប់តែឥឡូវនេះបានទទួលពុទ្ធសាសនាបែបហិនយាននិងគម្ពីរថែមទៀតអ្វីដែលយើងមានប្រាប់ហើយតាមលិន្ទៈជាបុត្ររបស់ព្រះបាទជ័យវរ្ម័នទី7ដែលទៅរៀនជាមួយនឹងសាមណេរជនជាតិមននិងសាមណេរចក្រតៈជាដើមនឹងដែលមាននៅក្នុងសាលាចរកល្យាណីនឹងបាននាំយកសាសនាមកបន្ថែមទៀតធ្វើឲ្យសាសនាពុទ្ធរីករាលដាលនៅប្រទេសកម្ពុជាយើងនឹងកាន់តែខ្លាំងនៅពេលនេះអាត្មាសូមបញ្ជាក់ពីអត្ថបទមួយជូនញោមញាតិពុទ្ធបរិស័ទនៅពេលដែលយើងចាប់ផ្ដើមបានទទួលពុទ្ធសាសនាមកហើយយើងនាំគ្នាគោរពបប្រតិបត្តិជាពិសេសផ្នែកខាងព្រះរាជាគ
ក៏លោកមិនបង្ើយមិនបន្តើយឡើយលោកតែងតែនាំពុទ្ធបរិស័ទគោរពបប្រតិបត្តិយ៉ាងខ្លាំងអញ្ចឹងក្នុងពេលនោះយើងធ្លាប់មានគេហៅថាវត្ថុជាគ្រឿងលម្អឬក៏វត្ថុជាមង្គលសម្រាប់ប្រទេសយើងនឹងយ៉ាងច្រើនដែរញោមញាតិពុទ្ធបរិស័ទនៅក្នុងពុទ្ធសករាជ1057នៅក្នុងរាជបបាទរូបព្រះវរ្ម័នពុទ្ធសាសនារីកចម្រើនខ្លាំងណាស់យើងបានមានប្រកាសស្ថិតគឺសក់របស់ព្រះអង្គនឹងចំនួន3ម៉ែត្រមកតម្កល់នៅក្នុងប្រទេសកម្ពុជាយើងប៉ុន្តែត្រូវបានបាត់ទៅវិញក៏នៅក្នុងពុទ្ធសករាជ1282ដោយភិក្ខុឈ្មោះជេយុនប៉ាវខាងមេខរដ្ឋគឺជនជាតិចិននោះក៏មកយកបាត់ទៅពុទ្ធសករាជ1065ប្រទេសកម្ពុជានិងប្រទេសចិននឹងគឺបានបញ្ជូនរាជទូតទៅវិញទៅមកនឹងជួនអនុស្សាវរីយ៍ជាមួយគ្នាពុទ្ធសករាជ1159យើងមានសាលាចរិតទីច្រើនដែលនិយាយពីពុទ្ធសាសនានៅក្នុងរាជឦសានវរ្ម័នទី1ពុទ្ធសករាជ1200នៅក្នុងរាជព្រះបាទជ័យវរ្ម័នទី1មានមហាក្សត្រ2អង្គបានបួសនៅវត្តព្រៃវាស្រុកកំពង់ត្បែកខេត្តព្រៃវែងក៏គឺរតនភានុនិងរតនសង្ហៈព្រៃវាហ្នឹងគឺគេកំឲ្យកាប់ព្រៃហ្នឹងជាវាចាក់កំឲ្យកាប់អត់មកធ្លាប់ទៅដល់វត្តហ្នឹងដែរក៏មានពូជស្ដេចមកបួសទៀតក៏ណាហើយសម័យនោះគឺព្រះរាជានៅអង្គរបុរីពុទ្ធសករាជ1208ក្នុងរាជព្រះបាទជ័យវរ្ម័នទី1ហ្នឹងខ្មែរយើងមានអក្សរប្រើជាផ្លូវការគឺភាសាសំស្ក្រឹតពីព្រោះពុទ្ធសាសនាថេរវាទនិកាយសារវតិវិទ្យហើយនឹងមូលសារវតិវិទ្យហ្នឹងប្រើភាសាសំស្ក្រឹតពុទ្ធសករាជ1334ដំណើរការពុទ្ធសាសនានិងព្រហ្មញ្ញសាសនារលាយចូលគ្នាជាប្រពៃណីប្រទេសដែលយើងធ្វើអីសពថ្ងៃមានការរលាយចូលគ្នាហ្នឹងគឺជំនឿថ្មីក៏កាន់ជំនឿចាស់ក៏កាន់ពុទ្ធសករាជ1345ក្នុងរាជព្រះបាទជ័យវរ្ម័នទី2មានរាជធានីនៅភ្នំកលែនដែលយើងហៅថាមហេន្দ্របរពតក៏នៅក្បែរយើងនឹងឯងព្រះអង្គកាន់ព្រហ្មញ្ញសាសនាព្រះគឺព្រះហរិហរៈហើយក៏បានពង្រួមចេញឡាលើនិងចេញឡាក្រោមហ្នឹងឲ្យឯកភាពគ្នាជាធ្លុំមួយក្នុងប្រវត្តិសាស្ត្រខ្មែរពុទ្ធសករាជ1420រាជអន្តរវរ្ម័នទី1រាជធានីនៅរលួសសូននិគមខេត្តសៀមរាបនេះរលួសនេះព្រះអង្គកាន់ហរិហរៈដែរតែប្រោសប្រទានដល់ពុទ្ធសាសនារលួសហ្នឹងកាលពីជំនាន់លោកគ្រូឯកញឹមធម្មមិស្រោហ្នឹងលោកគង់នៅវត្តធម្មមិសារាមហ្នឹងលោកតែងបរាភវៈសូត្រហ្នឹងឲ្យទៅជាពាក្យការគេសូត្រពេញប្រទេសរាល់ថ្ងៃហ្នឹងបោះលោកតែងទៅញោមបបពិតព្រះអង្គពនាមភក្ត្រវ័នសូមទ្រង់និមន្តសម្ដែងឲ្យទានសូត្រតាមវត្ថុតាមអីហ្នឹងបោះលោកតាឯកញឹមនៅវត្តធម្មមិសារាមនៅក្បែរតារលួសហ្នឹងទៅលោកអ្នកតែងចែកក្នុងបុណ្យចុះពីម៉ាតាដល់ពេលឃើញល្អទៅគេយកទៅផ្សាយជាប់ទល់10ថ្ងៃទៅហើយធម៌ពីហុងកំណាប់ពីហុងនេះរបស់សង្ឃព្រះជាអន្តហ្នឹងអញ្ចឹងសាសនាដៃរបស់អ្នកប្រាជ្ញយើងដែលយើងគួរធ្វើបុណ្យដូចថ្ងៃហ្នឹងយើងរំលឹកឡើងវិញអញ្ចឹងស្នាដៃល្អអញ្ចឹងញោមញាតិពុទ្ធបរិស័ទហើយពុទ្ធសករាជ1432ក្នុងរាជសោវរមួយព្រះអង្គកាន់ពុទ្ធសាសនារាជធានីនៅអង្គរធំពុទ្ធសករាជ1487ក្នុងរាជព្រះបាទរាជាភិក្ខុវរ្ម័នទី2ពុទ្ធសាសនានិងព្រហ្មញ្ញសាសនានឹងគឺប៉ាន់គ្នាពុទ្ធសករាជបន្តមកទៀតក្នុងរាជជ័យវរ្ម័នទី5គឺពុទ្ធសាសនានិងព្រហ្មញ្ញសាសនារលាយចូលគ្នារហូតដល់ថ្ងៃពុទ្ធសករាជ1545ក្នុងរាជសូរ្យវរ្ម័នទី1គឺពុទ្ធសាសនាមហាយានរីកចម្រើនខ្លាំងពីព្រោះមានមជ្ឈមណ្ឌលនៅទីក្រុងស្រីវិជ័យកោះសុមាត្រាពុទ្ធសករាជ1650ក្នុងរាជព្រះបាទធរណិន្ទ្រវរ្ម័នព្រះអង្គកាន់សាសនាព្រាហ្មណ៍មានមហេសីពនាមរាជោឌាមនីមានបុត្រមួយអង្គគឺពនាមព្រះបាទជ័យវរ្ម័នទី7ពុទ្ធសករាជ1665ក្នុងរាជព្រះបាទសូរ្យវរ្ម័នទី2ព្រះអង្គកាន់ព្រហ្មញ្ញសាសនាគោរពព្រះវិស្ណុកសាងអង្គរវត្តគឺព្រះអង្គសគត់នៅក្នុងពុទ្ធសករាជ1693ពុទ្ធសករាជ1724ក្នុងរាជព្រះបាទជ័យវរ្ម័នទី7ពុទ្ធសាសនាមានការរីកចម្រើនខ្លាំងព្រះអង្គមានបុត្រមួយអង្គពនាមតាមនិន្ទៈហើយបានទៅបួសរៀននៅប្រទេសស្រីលង្កាក្នុងពុទ្ធសករាជ1733ហើយទេនោះសាសនាព្រាហ្មណ៍អន់ថយលោកត្រឡប់មកវិញយកលទ្ធិថេរវាទមកផ្សាយជាប់ទល់ដល់10ថ្ងៃនឹងអញ្ចឹងទៅយល់ណាពុទ្ធសករាជ1839ពុទ្ធសាសនាថេរវាទរីកចម្រើនខ្លាំងយករីកចម្រើនខ្លាំងហើយវត្តព្រាហ្មណ៍កន្លែងធ្លាប់ធ្វើវត្តព្រហ្មញ្ញសាសនាคล้ายមកជាវត្តពុទ្ធសាសនាដោយមានពាក្យអង្គតាំងក្រាំងរលាំងបាអីចឹងមកនៅក្នុងរាជរបស់ស្រីអន្តរវរ្ម័នសម័យនោះគេប្រើភាសាបាលីនៅលើសាលាចរិយាពុទ្ធសករាជ1975នៅក្នុងគ្រិស្តសករាជ1431ចាក់ចោលក្រុងអង្គរមកកសាងរាជធានីនៅទួលប្រតានស្រីសន្ធរ
ตัวประสานนั่นคือในช่องวัดติดทอยืนนั่นนะวัดติดทอในปีขังเล็กกระปงกับปลาวัดนั่นก็มีใบเต็มคณีวัดติดทอในขังขบงวัดในปริบันในกระดาษไอ้วัดไม้บ้านในขังจึงวัดต่างใบนั่นเต็มคณีไอ้กลายวัดติดทอนั่นคือเรียกที่นี่ระบบตัดพนองชนำนั่งประเทศได้ยืมบ้านตื้อเนี่ยได้ตื่นเดียไตตื้อกรุบในซานชีนั่นนะประเทศในซานจีนั้นประเทศเปรียบไรบอลตั้งแต่โมกเลียนนั้นทลอกน้อมมาตกขมายมาฟื้นบอลยังกระเกรงได้ตั้งยมในขนมชนะมาปอนบุญรอย5 ปีก็อันประเทศแบบบานมาในตกขมายในชนะมาปอนบุญรอย5ตัวมุ้ยดักจำกรในขนมอัตระปันใต้เมียนประเทศมวยที่แดดบานมอมมุนดังเตี้ยเท้าดังดามปูติดแดดบานมาตอนตกขมายมุนดังเตี้ยนั้นคือในบุกวัดตัวมาไต่ตกไงดังไงในขนมชนะมาปอนกับใบรอย8กับเปิลแต่บานนโรดอมโดริจิเทนีเชนปีลงเช่นปีอดดองเมียนใจนั้นตึกทางพนมเปญนั้นที่เลือกตีปีครูพนมเปญนั้นเป็นยาเรียกจอมมาตาเฮ้ยบานจีนิจิเทนีเฮ้ยสัตว์ตะเกียบบอกบองเจ้าวิ่งเป็นตัวประสานในนอเตอร์บอกบองเจ้าไปบนโรยนับดอกปรีดอยไว้ง่ายพนมเปญนั้นบานสำนักเจนโรดอมโยริจิเทนีมาตั้งในพนมเปญไว้นั้นให้กับบานจับตามพอตางกับกระเกรงตีกร้องก็พิจารณาจมวยมันไตรฟ้องนองจำนวนสำนักปานพิเพศาธาตาปฏิหน้าแต่เมียนศาสนารุ่งเรืองจริงที่ทรัพย์แต่มันไตรซองขนมการเนาะเมียนเปรียบตอลแม่ปองจับปองไอ้นั้นใบอองนั้นก็พิจารณาทำเมียนแต่ประเทศไตรลังกาที่ได้เมียนศาสนาตั้งในมอมจริงกี่อย่างนั้นก็บานจับมันไตรซองขมายยึดใบอองtừประเทศไตรลังกาเฟื่อฉาบรูดดำมิดดำปิดดำสะบงโยตึงโบจีเปรียบถึงโกงแก้วโยตึงโบจีประเทศเลยนั่งข้างไตรลังกานั้นก็กิจจัดสามเณรหมองปนิมรัตนสาระไทยรัตนสาระรัตนสาระนั้นก็น้อมยกในโกนปูติพระในขนมปงสาวดาขมายก็มีเป็นเจียได้ไปปัจจัยมันบานเจียจำนวนตามมันในบทขนมไอกษาปูติพระวรณะล้อมทางโกนปูติพระนั้นตีดามให้ประเทศระบอบปุตโยมาบานประเทศมาไว้ประเทศปุตนั่งมาองประเทศอรหันนั่งมาองให้นั่งโกนปูติพระตีดามโยมาในขนมชนะมาปอนกับใบร้อย8 ปีบ้านเพื่อประรบพิธีดำตามโปนั่งในมุกวัดประตูบัดใดนั่งใบยุบใบไงยางกับครึกครีนเพราะที่จุ่มเนื้อนะสมัยน้องโดยในประเทศไตรลังกาจังคือหลังนี้ร้านเกี่ยวกับรบโบชีโฮไฮเลียซอเปียซอเตกับรบโบชีสมบัยแต่เนี่ยโตในขนมเวียดในกิจการโยธสำนักก็เจนแต่ถวายกุมกระไรนั่งตันได้กระไรนั่งเชื่อกระไรเกี่ยวกับรบโบชีโยธแมนเต้นดำโปนั่งนึกปีมุกเปรี้ยวไปเฮียวัดประตูบัดใดกระไรเกี่ยวโบชีสำนักทำมาโปติฟาชื่อสิ้นยังไงดอลเปย์ยืนกับเมียนถึงครีมบัดบองเนี่ยเจนเนี่ยดังมาจำนวนบัดไอกระตาตื้อดอลเปย์ยืนแรงดังกระไรนึงกระรุบตื้อขมิ้นการมาสมัยร้อยมันดังทับบางโปนั่งเมียนกับวัดตั้งปีนเท้าต้องกำตัวตื้อบอดจึงไอดักท้องกลมดังไงปัจจุบันยืนไปประเทศอินเดียประเทศลังกาตำร้องชั่วคณีกระรุบทวายกุ้มหัวสโลตัดสโลไอตำร้องชั่วคณีกระรุบประเทศตันดังโปในประเทศอินเดียกระไรฟองตะโต๊ดสลับการบูนดองไงปัจจุบันดังโปนี่บานปุยปีลังกาเมโปสดแต่บานปีกระไรฟองตรักดังจะเป็นดำในติกรองมันโรงเรียนแถบโบราณในตัวสับไงปุยโปน้องบานมาตรักแม่ยังนั้นไอ้ปุยโปสดเชียงโปแมนแต่ในอินเดียเขาไอ้ยังอัดเมนกระโดดไอ้พอมาไปยังอัดดังเนี่ยเตยปูมาปูให้ดังเตยประเทศเกยังกระโดดนะจังอ่ะเพราะยี่ปีประเทศแต่บานมาขนมสมัยนกบานก่อสร้างขนมชนะมาปอน900ก่อสร้างจะได้ทมมุ้ยในทางตะบงแปรไปเฮียวัดตะตุ้มเชียงทางการแต่ในตัวสับไงต้องไปจอกเก็บกระปุกตั้งปีชนะมาปอน900มาแล้วในตัวสับไงนี่ให้คือระบบได้ยังบานมอจิโฮไฮมอร์โฮโยมเหยียดกดสะบอระตัดนี่ยี่ปีคราวปีสมัยก็ตื้อศาสนากระปงแต่รงเรื่องสลับแต่ยังเมียนก่อนเลยยกสังเกตตื้อบาดบองเนี่ยแจ้งยังต่างหากเตียมวยลืดโคตึงมอจิเยท่าอันก็นอกปฏิยะให้ปฏิยะโยมปฏิยะปฏิลงเวกยังกลัวหนักงนในสมัยลงเวกไอ้กษัตริย์ศาสนายังกระปงรุ่งเรืองริชมรานครั้งยังบัดบองในสมัยลงเวกมาเราหายในปีแต่ตรอกซานตรานตลอดมาวิ่งยังรวมลงประวัติศาสนาดอกปีตรอกซานตรานตลอดมาวิ่งยังจ้องไอเมียนศาสนาจ้องไอเมียนกัมปีได้ก้าไปบ้านอ๋อให้โดยชนะแต่เพื่อไม่ตานาจำยังไม่จะเทลังวิ่งตานาจำยังไม่จะเทลังวิ่งแน่ปาตะพูดหนึ่งให้เพื่อเอาตะพูดศาสนาในตรอกขมายเมียนสตราวัดได้เซงสตราวัดองรมโลกเซงสตราวัดลูกเซงขอเนี่ยตั้งละโหดตอนตั้งจิตลุ่มตัวเซงเนี่ยสตราวัดยังมันตั้งสตราวัดน้องข้ออันนี้คอจ่าในคอทำไมไอ้ละโหดตอนเซตั้งเมียนคลายคลาเมียนตะไคร้เมียนตะคอยจะตามการเจ็บจ้ำบ้านเกี่ยวกับพุทธศาสนาขมายยังเจนทอตามสตรานังจราเมาปียังสตาลังวิ่งในระบบแต่ปัดบองเติมน้องโดยตามเมียนจุ่มลุ่มมันจะจบบ้านเกี่ยวกับไตรใบดอกนั้นขนมใบจุ่มนอนสตัด
គឺចំនួនស្ដេចមនីវង្សចំនួនស្ដេចព្រះនរោត្តមសីហនុវរ្ម័ននិងចំនួនស្ដេចនរោត្តមសរាមរិទ្ធ3ព្រះអង្គហ្នឹងបានរៀបចំធ្វើកម្មវិធីមួយដើម្បីឲ្យបាត់សំណោះបាត់ចំនួនគឺបង្កើតក្រុមជំនុំប្រែបត្រៃបៃដកបង្កើតហើយប្រទេសគេក្រោយពីសង្គាយនាទី4ទី5ដាក់ជាអក្សរមកខាងថៃខាងភូមាក៏មានសង្គាយនាហោហែខ្មែរយើងយកការប្រែបត្រៃបៃដកនេះជាសង្គាយនាដ៏ឧត្តមជាងគេបំផុតពីព្រោះមានតែខ្មែរយើងទេព្រះចប់មុនគេលើពិភពលោកចាប់ផ្ដើមតាំងតែពីឆ្នាំ1929មករហូតដល់ឆ្នាំ1969យើងឃើញអស់ប្រមាណ40ឆ្នាំបង្កើតពីក្រុមជំនុំបត្រៃបៃដកបានយើងធ្វើបន់នឹងយើងរំលឹកទៅដល់ក្រុមជំនុំបត្រៃបៃដកដោយតែយើងឃើញក្នុងរូបថតហើយប្រហែលជាក្នុងកម្មវិធីនេះគេមានអានឲ្យស្ដាប់ដែរឬក៏យ៉ាងណាទេអាត្មាចង់អានពីរឿងសមាជិកក្រុមជំនុំនឹងឲ្យយោមស្ដាប់បានដែរទេគុណកណាអានពីរឿងក្រុមជំនុំបត្រៃបៃដកយើងនឹងដើម្បីឲ្យកើតចិត្តជ្រះថ្លាញោមញាតិពុទ្ធបរិស័ទសម្ដេចព្រះនរោត្តមសីហនុជាប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជាទ្រង់សពព្រះជាហឫទ័យក៏បានបញ្ជាឲ្យរដ្ឋាភិបាលចាត់ចែងធ្វើបុណ្យសម្ពោធព្រះត្រៃបៃដករួមផ្សំជាមួយនឹងព្រះសង្ឃមន្ត្រីអ្នករដ្ឋការទាហានស៊ីវិលព្រមទាំងជាមួយនឹងប្រជាពលរដ្ឋទូទៅនៅក្នុងប្រទេសកម្ពុជាទាំងមូលផងនៅថ្ងៃ14កើតខែចែកឆ្នាំវកសម្រិតស័កពុទ្ធសករាជ2512ត្រូវនឹងថ្ងៃទី1ខែមេសាឆ្នាំ1969និងថ្ងៃសម្ពោធព្រះត្រៃបៃដកឆ្នាំ69បានកុំភ្លេចថាឆ្នាំ70ឬស្នូគ្រាប់ក្តិលទៀតហើយអញ្ចឹងយើងស្ដាយណាយើងមានអ្នកប្រាជ្ញល្អប៉ុន្តែចេះតែបាត់ទៅវិញព្រះរាជរដ្ឋាភិបាលដែលមានក្រសួងធម្មការជាតំណាងហើយទទួលខាងកិច្ចការប្រពុទ្ធសាសនាក្រោយដែលបានទទួលព្រះរាជបញ្ជាដ៏ខ្ពង់ខ្ពស់នៃសម្ដេចព្រះប្រមុខរដ្ឋហើយក៏បានរួបរวมជាមួយនឹងសម្ដេចព្រះសង្ឃរាជគណៈមហានិកាយនិងសម្ដេចព្រះសង្ឃនាយកគណៈធម្មយុត្តិកនិកាយបានរៀបចំពិធីសម្ពោធព្រះត្រៃបៃដកនៅក្នុងព្រះរាជធានីភ្នំពេញនិងខេត្តស្រុកគ្រប់អារាមទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូលដើម្បីឲ្យសមគួរដល់ឋានៈនៃប្រទេសកម្ពុជាឯករាជ្យអព្យាក្រឹតគឺជាប្រទេសដែលបានទទួលយកព្រះពុទ្ធសាសនាទុកជាសាសនារបស់រដ្ឋផងឲ្យសមដល់ព្រះកិត្តិយសដ៏ខ្ពង់ខ្ពស់នៃព្រះសក្យមុនីគោតមបរមគ្រូផងព្រះត្រៃបៃដកធ្លាប់មានក្នុងប្រទេសយើងជាយូរយារមកហើយហេតុដូចម្ដេចក៏សម្ដេចព្រះប្រមុខរដ្ឋទ្រង់ទើបនឹងមានព្រះរាជបញ្ជាឲ្យរៀបចំធ្វើពិធីសម្ពោធព្រះត្រៃបៃដកនៅក្នុងឆ្នាំវកសម្រិតស័កនេះថាព្រះត្រៃបៃដកនឹងធ្លាប់មានក្នុងប្រទេសកម្ពុជាយើងនេះជាយូរមកក៏ពិតមែនប៉ុន្តែពុំទាន់ជាប់សពគ្រប់ទេហើយព្រះត្រៃបៃដកដែលមានខ្លះនោះសុទ្ធតែជាភាសាបាលីពុំទាន់មានសេចក្តីប្រែជាភាសាខ្មែរនៅឡើយទេមានសេចក្តីប្រែខ្លះដែរប៉ុន្តែតិចតួចនៅក្នុងប្រទេសយើងនេះក៏ចាប់ផ្ដើមកតាំងព្រះត្រៃបៃដកទាំងបាលីទាំងសេចក្តីប្រែជាភាសាខ្មែរតាំងពីពុទ្ធគ្រិស្តសករាជ1929រហូតដល់គ្រិស្តសករាជ1969គឺនៅក្នុងឆ្នាំវកសម្រិតស័កពុទ្ធសករាជ2512នេះទើបការកសាងព្រះត្រៃបៃដកនេះគឺមានការបោះពុម្ពភ្ជាប់បាលីនិងសម្រាយជាមួយគ្នាធ្វើឲ្យមានសិភៅចំនួន110ពាក្យចប់បរិបូរណ៍ដោយហេតុនេះបានជាសម្ដេចព្រះប្រមុខរដ្ឋជាព្រះអគ្គពុទ្ធសាសនុបឋមទ្រង់សពព្រះជាហឫទ័យព្រះរាជបញ្ជាឲ្យចាត់ការធ្វើបុណ្យសម្ពោធព្រះត្រៃបៃដកនៅឆ្នាំវកពុទ្ធសករាជ2512នេះដោយព្រះអង្គមានព្រះតីប្រកបដោយបិតិសោមនស្សរីករាយយ៉ាងខ្លាំងក្លាចំពោះការកសាងព្រះត្រៃបៃដកបានចប់បរិបូរណ៍នេះយើងជាពុទ្ធសាសនិកជនទាំងបព្វជិតទាំងប្រហោះក្នុងប្រទេសកម្ពុជាទាំងមូលប្រសិនបើកាលពីមុនមកពុំទាន់មានចិត្តចាប់គិតអារម្មណ៍ចំពោះព្រះត្រៃបៃដកទេក្នុងពេលនេះតទៅគឺត្រូវចាប់អារម្មណ៍ឲ្យខ្លាំងក្លាឡើងត្រូវមានមនសិការឲ្យមាំមួនចំពោះព្រះត្រៃបៃដកដែលទើបនឹងកសាងចប់បរិបូរណ៍ក្នុងប្រទេសយើងនេះខំប្រឹងរួបរวมគ្នាធ្វើបុណ្យសម្ពោធព្រះត្រៃបៃដកនេះឲ្យបានជាឱឡារិកឲ្យមានភាពអធិកធម៌ដោយសេចក្តីជ្រះថ្លាសមគួរដល់ឋានៈរបស់យើងជាពុទ្ធសាសនិកព្រមទាំងឲ្យស្របតាមព្រះរាជហឫទ័យនៃសម្ដេចព្រះប្រមុខរដ្ឋជាព្រះអគ្គមគ្គុទេសនិងជារាជរដ្ឋាភិបាលដែលមានក្រសួងធម្មការជាតំណាងបានអំពាវនាវចំពោះព្រះសង្ឃគ្រប់វត្តអារាមនិងប្រពោះជាពុទ្ធបរិស័ទឲ្យរួបរวมគ្នាធ្វើបុណ្យសម្ពោធព្រះត្រៃបៃដកតាមកាលបរិច្ឆេទត្រូវគ្នាការចាត់ចែងរៀបចំពិធីសម្ពោធព្រះត្រៃបៃដកជាផ្លូវការផងអំពាវនាវឲ្យព្រះសង្ឃនិងពុទ្ធបរិស័ទក្នុងព្រះរាជាណាចក្រធ្វើគ្រប់វត្តអារាមក្នុងពេលជាមួយគ្នាផងយ៉ាងនេះអាចដោយយល់ឃើញថាព្រះត្រៃបៃដកនឹងជាអ្វីព្រះត្រៃបៃដកនឹងផ្ដល់ប្រយោជន៍ដូចម្ដេចខ្លះសេច
សេចក្តីឆ្លើយដោះស្រាយនឹងបញ្ហាខាងលើនេះសូមពុទ្ធបរិស័ទទាំងឡាយប្រុងស្ដាប់ដូចតទៅនេះព្រះត្រៃបិដកគឺជាតួអង្គព្រះសម្មាសម្ពុទ្ធបរមគ្រូនឹងឯងតែម្ដងពីព្រោះព្រះត្រៃបិដកជាធម៌ព្រះវិន័យដែលព្រះពុទ្ធបរមគ្រូទ្រង់សម្ដែងបានបញ្ញត្តិទុកមកហើយព្រះធម៌ព្រះវិន័យនោះគឺជាតួព្រះសាស្តាជំនួសព្រះពុទ្ធបរមសាស្តាដោយមានសភាសិទ្ធមួយបទក្នុងមហាបរិនិព្វានសូត្រគម្ពីរទីឃនិកាយមហាវគ្គថាសេយាខោបណានន្តតមហាកាំងអេវមស្សអតីតសទ្ធុកាំងបាវចនងណថេណូសត្ថាតិអ្នកខោបនេតាំងអនន្តអេវន្តថពាំងមនាលអនន្តប្រសិនបើអ្នកទាំងឡាយយល់ឃើញយ៉ាងនេះថាបាវចនាគឺពាក្យព្រានប្រដៅដែលមានគ្រូកន្លងទៅហើយគឺថាអំណះអត់ពីគ្រូទៅហើយឈ្មោះថាគ្រូរបស់យើងមិនមានឡើយអនន្តអ្នកកុំយល់ឃើញយ៉ាងនេះឡើយការយល់ឃើញយ៉ាងនេះខុសទេព្រះពុទ្ធបរមសាស្តាទ្រង់ត្រាស់ថាយោវោអនន្តមយាធម្មោចវិនិយោចទេសិតោបញ្ញតោសោវោមមច្ចយេអ្នកសត្ថាមនាលអនន្តធរណាវិន័យណាដែលតថាគតបានសម្ដែងហើយបានបញ្ញត្តិហើយចំពោះអ្នកទាំងឡាយកាលបើអំណាចអត់ពីតថាគតទៅធម៌វិន័យទាំងនោះជាសាស្ត្រាចារ្យបង្រៀនព្រៀនប្រដៅអ្នកទាំងឡាយសុភាសិតខាងលើនេះពុទ្ធបរិស័ទទាំងឡាយចាំទុកក្នុងចិត្តហើយឲ្យយល់ច្បាស់ថាធម៌វិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងហើយបានបញ្ញត្តិហើយទាំងមានក្នុងព្រះត្រៃបិដកទាំងអស់ព្រះត្រៃបិដកនេះហើយជាសាសនារបស់ព្រះពុទ្ធជាតំណាងនៃព្រះពុទ្ធជាបរមសាស្តាមានព្រះពុទ្ធភាសិតមួយទៀតដែលព្រះអង្គទ្រង់សម្ដែងប្ររពនឹងវគ្គនិកថាយោខោវគ្គនិកធម្មੰបស្សតិសោមੰបស្សតិយោមੰបស្សតិសោធម្មੰបស្សតិមនាលវគ្គនិកអ្នកណាឃើញធម៌អ្នកនោះឈ្មោះថាឃើញតថាគតដែរអ្នកណាមើលឃើញនៅតថាគតអ្នកនោះឈ្មោះថាមើលឃើញនៅធម៌តថាគតដែរញោមញាតិពុទ្ធបរិស័ទទាំងឡាយសុភាសិតទាំងប៉ុន្មានដែលបានដកស្រង់មកនេះថ្លែងដោយសង្ខេបខាងលើជាគ្រឿងបញ្ជាក់ឲ្យឃើញថាធម៌វិន័យដែលព្រះពុទ្ធបរមគ្រូបានសម្ដែងបានបញ្ញត្តិចំពោះពុទ្ធបរិស័ទនឹងឯងគឺថាការព្រះអង្គគង់បច្ចុប្បន្ននៅឡើយពេលអត់ពីព្រះអង្គទៅគឺមានតែពធព្រះវិន័យបត្រៃបិដកនឹងជាពុទ្ធជំនួសយើងអញ្ចឹងហើយបានជាយើងនាំគ្នារៀបចំកម្មវិធីបកប្រែបត្រៃបិដកនេះទូលព្រះបង្គំខ្ញុំប្រកាសណាអាត្មាភាពនឹងបានសេចក្តីនេះជំរាបជាបន្តទៅទៀតដើម្បីឲ្យញោមញាតិដឹងអំពីឧបតវហេតុនៃការបកប្រែគម្ពីរបត្រៃបិដកព្រះរាជប្រកាសលេខ106ចុះថ្ងៃទី13កើតខែមិគតេឆ្នាំម្សាញ់ឯកស័កពុទ្ធសករាជ2473ត្រូវនឹងថ្ងៃទី14ខែធ្នូគ្រិស្តសករាជ1929បានបង្កើតឲ្យមានក្រុមជំនុំព្រះត្រៃបិដកមានអធិបតីមួយរូបនិងអ្នកជំនុំច្រើនរូបក្រុមជំនុំនេះបានជួបជុំជានិច្ចនៅក្នុងមន្ទីរព្រះរាជបណ្ណាល័យហើយបានប្រែព្រះត្រៃបិដកជាមុនជូនបណ្ដាទៅលោកកុងតេសេនាបតីសម្ដេចជាមួយនឹងលោកលើរ៉េស៊ីដងស៊ូពេរីយើជាអធិបតីលោកកើតមានក្រុមពុទ្ធសាសនបណ្ឌិតដោយប្រកាសអារេតេលោក Gouverneur General de Landrosin ចុះថ្ងៃទី25ខែមករាឆ្នាំ1930គឺថ្ងៃសៅរ៍13រោចខែបោះឆ្នាំម្សាញ់ឯកស័កពុទ្ធសករាជ2473ក្រុមជំនុំព្រះត្រៃបិដកនេះក៏កាន់តែមានកម្លាំងនិងពន្លឺរស្មីបានចម្រើនថែមទៀតលោកអ្នកផ្ដើមគំនិតឲ្យប្រែព្រះត្រៃបិដកនិងបោះពុំតាមប្រកាសខាងលើនេះគឺមានលោក Fernand Lavit Resident Superior de la République Française ក្នុងក្រុងកម្ពុជាធិបតីសម្ដេចជាវាំងវរៈវាំងជ័យអធិបតីជួនសេនាបតីទី1សេនាបតីក្រសួងព្រះបរមរាជវាំងព្រះឃ្លាំងនិងរចនាជាអ្នកបញ្យល់ផ្ទាល់ហើយព្រៀងព្រះរាជប្រកាសជូនពិនិត្យសម្រាប់សម្ដេចចក្រីកញ្ញរាធិបតីប៉ុនសេនាបតីក្រសួងយុទ្ធនាធិការនិងយោធាធិការនិងសិក្សាធិការក្រុមលួងស៊ីសវ័តសុភានវង្សទីអគ្គមហាសេនាបតីក្រសួងមហាផ្ទៃនិងធម្មការអគ្គនាយមរាជាភូសម្រាប់រាជការក្រុមព្រះនគរបាលសេនាបតីក្រសួងយុតិធធក្រុមខុនវិសុទ្ធិខត្តយៈវង្សនរោត្តមសុរាមរិទ្ធទីក្រឡាហោមសេនាបតីក្រសួងជើងទឹកខ្សេត្រាធិការសព្វយការនិងពាណិជ្ជការតមកខាងក្រោយសម្ដេចចក្រីប៉ុនកំរណភាពទៅក្រុមលួងស៊ីសវ័តសុភានវង្សឡើងជាទីចក្រីកញ្ជរាធិបតីអគ្គមហាអិសរាធិបតីប៉ែនឡើងជាយមរាជឯក្រុមពុទ្ធសាសនបណ្ឌិតក្រុងកម្ពុជាធិបតីក្នុងសម័យនោះគឺមានសម្ដេចក្រុមព្រះ
វរៈចរណរិទ្ធនរោត្តមសុធារុអធិបតីក្រុមជំនុំសង្ឃៈព្រះរាជាវង្សតាមវង្សអ្នកស្រីក្រមុំសុយសានកាបលេសជាអគ្គលេខាធិការហើយជាអ្នករក្សាព្រះរាជបណ្ណាល័យកម្ពុជានៅពេលដែលក្រុមពុទ្ធសាសនបណ្ឌិតបានផ្ទេរមកព្រះរាជរដ្ឋាភិបាលកាន់កាប់គឺតាំងពីពុទ្ធសករាជ1950មកក្រសួងនេះក៏មាននាមថាវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតនៅក្រោមអាវ៉ាត់នៃក្រសួងធម្មការនេះគឺផ្ទេរមកឆ្នាំ1950ប៉ុន្តែពុទ្ធសាសនបណ្ឌិតយើងកើតឡើងនៅឆ្នាំ1930អស់លោកអ្នកទទួលខុសត្រូវកាន់កាប់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិតជាបន្តគ្នាមកនោះគឺមានលោកនឿនជើមជាអគ្គលេខាធិការធ្វើការមកទល់ឆ្នាំ1964លោករាយបុកជាអគ្គលេខាធិការធ្វើការពីឆ្នាំ1964ដល់ឆ្នាំ1965លោកលៀងហាប់អានគឺបច្ចុប្បន្ននាយកវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតពីឆ្នាំ1965មកក្រោយមកទៀតក៏មានព្រះរាជប្រកាសផ្សេងថែមចំនួនអធិបតីរង2រូបនិងក្រុមជំនុំថ្មីជាច្រើនរូបតាមតម្រូវការឋានន្តរៈនិងនាមរបស់ក្រុមសង្ឃិតិកាចារគឺក្រុមជំនុំព្រះត្រៃបិដកក្រុមជំនុំដែលមានតាំងពីឆ្នាំ1929មកទល់នឹងឆ្នាំ1940ក្រុមជំនុំមានព្រះសង្ឃជាអធិបតី1អធិបតីរង2ក្រុមជំនុំជាព្រះសង្ឃ23ជាឧបាសក11បូករួមទាំងអស់37រូបគឺព្រះសិរីសមិទ្ធិវង្សអែមវិជ្ជៈបញ្ញាចាំងវាំងសាលាបាលីជាន់ខ្ពស់មានក្នុងរូបនោះមានណាបងព្រះឧត្តមនីអ៊ុំស៊ូនោះសម្ដេចអ៊ុំស៊ូធម្មវិន័យរខេតោអធិបតីរងព្រះមហាព្រហ្មនីទេពូថេតវិរិយោអធិបតីរងឯក្រុមជំនុំគឺព្រះសាសនៈសោភ័ណ្ឌជួនណាជួនតាញ់ណោចាំងវាងសាលាបាលីជាន់ខ្ពស់ព្រះវិសុទ្ធិវង្សហួតតាវជ្ជរៈបញ្ញោអាចារ្យបង្រៀនសំស្ក្រឹតនៅសាលាបាលីជាន់ខ្ពស់ព្រះបល័ក្ខសង្ឃវិជាមឿងមុនីថេរោព្រះមហាសោមឈុនវិមលបញ្ញោព្រះមហាសោមលុចសុធម្មលេខេតោព្រះមហាសេះចន្ទធម្មោព្រះគ្រូញាណសង្វរៈញាណឈឿនជោតបញ្ញោព្រះអាចារ្យចាប់ពិនសុវណ្ណជោតោព្រះមហាសិនហួតនិកបណ្ឌិតោព្រះអាចារ្យប៉ែនសុខញាណសរោអាចារ្យបង្រៀននៅសាលាបាលីជាន់ខ្ពស់ព្រះអាចារ្យហែមជាវជោតញ្ញណោអាចារ្យបង្រៀននៅសាលាបាលីជាន់ខ្ពស់អ្នកការពារអសរសាស្ត្រយើងកុំឲ្យគេលុបបំបាត់ព្រះអាចារ្យឈឹមសុំសទ្ធម្មបញ្ញោព្រះអាចារ្យគំដុំសោផនបណ្ឌិតោព្រះអាចារ្យសូហាយសវណ្ណវត្តណោព្រះអាចារ្យយូអ៊ុនឧត្តរបញ្ញោព្រះអាចារ្យអុកជាវៈចិរញ្ញោព្រះបល័ក្ខអ៊ុយប៉ាងខេមរៈកោព្រះគ្រូមនីសុមេធូឡុងជារេវតោព្រះបរៈកេតោថេតសីឡោព្រះអាចារ្យម៉ាងនាងធម្មកោសឡោព្រះអាចារ្យបែបណ្ឌិតវរោព្រះអាចារ្យអែនប៉ងព្រះវិន័យសថាព្រះបល័ក្ខថែមញឹមសន្តរោអ្នកមហាញុកថែមឧបាសកអ្នកញុកថែមហ្នឹងទេសនាវេទន្តជាដកហ្នឹងណាញោមអ្នកអាចារ្យហុងជាអ្នកអាចារ្យង៉ែតហឹមអ្នកអាចារ្យប៊ូពោអ្នកមហាយូអ្នកអាចារ្យអុកសេនអ្នកអាចារ្យគឺថេងអ្នកអាចារ្យកឹមអានអ្នកអាចារ្យនួនដួងអ្នកអាចារ្យសេឈុនអ្នកអាចារ្យអ៊ុចរស់អាចារ្យបង្រៀននៅសាលាបាលីជាន់ខ្ពស់ជាឧបាសកក្រុមជំនុំដែលមានចាប់ពីឆ្នាំ1940មកគឺមានក្រុមជំនុំជាព្រះសង្ឃអធិបតី1អធិបតីរង2ក្រុមជំនុំជាព្រះសង្ឃ27ជាឧបាសក13បូករួមទាំងអស់43រូបព្រះសមិទ្ធិវង្សអែមវជ្ជរៈបញ្ញោចាំងវាងសាលាបាលីជាន់ខ្ពស់ជាអធិបតីព្រះមហាព្រហ្មនីទេពឧថេតវិរោជាអធិបតីរងព្រះសច្យវង្សហួតាវជ្ជរៈបញ្ញោអាចារ្យបង្រៀនសំស្ក្រឹតនៅសាលាបាលីជាន់ខ្ពស់ជាអធិបតីរងក្រុមជំនុំគឺព្រះពុទ្ធឃោសាចារ្យជួនណាជួនបញ្ញណោចាំងវាងរងសាលាបណ្ឌិតជាន់ខ្ពស់ព្រះធម្មឃោសាចារ្យមឿងមុនិន្ទថេរោព្រះពុទ្ធវង្សសោមឈុនមលបញ្ញោព្រះមហាសេះចន្ទធម្មោព្រះមហាសោមនុចព្រះគ្រូញាណឈឿនព្រះអាចារ្យចាប់ពិនព្រះអាចារ្យឈឹមសុំព្រះអាចារ្យគំដុំព្រះអាចារ្យសូហាយព្រះអាចារ្យអុកជាព្រះអាចារ្យយូអ៊ុនព្រះអាចារ្យអ៊ុយប៉ាងព្រះអាចារ្យពេទ្យនៃព្រះគ្រូមហាឧត្តលអ៊ុយប៉ាងព្រះគ្រូមនីទេតោព្រះបល័ក្ខញាណវិរិយៈវណ្ណតដុំព្រះបល័ក្ខមហារាជធម្មហ៊ីជាព្រះអាចារ្យម៉ាងនាងព្រះបល័ក្ខអរិយវិមលនេតព្រះអាចារ្យមីតព្រះអាចារ្យខួនព្រះអាចារ្យឡុង
ព្រះអាចារ្យយូប៉ុនព្រះអាចារ្យអែមប៉ងវិរិយសត្ថាព្រះអាចារ្យញូងសឿងព្រះអាចារ្យកឹមតោព្រះអាចារ្យសិនហ៊ានព្រះអាចារ្យទៀងតុកព្រះអាចារ្យអៀងខ្លាំងព្រះអាចារ្យមិញណាគ្រីដែលជាឧបាសកអ្នករសេកហិបប្រតិបត្តិដែរព្រះវិន័យបៃដកវិជាងែធំព្រះអាចារ្យប៊ូពោព្រះអាចារ្យហុងជាព្រះអាចារ្យគឺហេងព្រះអាចារ្យខណ្ឌច័ន្ទខណ្ឌព្រះអាចារ្យនួនដួងអ្នកមហាជាយូអ្នកអាចារ្យស្រីអ៊ូអ្នកអាចារ្យឡុងជាអ្នកអាចារ្យអុកម៉ូតអ្នកមហាតិនហួតហើយក្រុមជំនុំមុននិងក្រុមជំនុំបន្ថែមសមាជិកទាំងអស់មានដោយខាងក្រោមពពោទិវាំងហួតតាព្រះមនីកោសលតោមឈុនព្រះឧបតិវង្សសូហាយព្រះវិរិយបណ្ឌិតោបាងខៈព្រះមហាចាយគឹមសានព្រះបទុមវង្សាភោផនព្រះមហាឈឹមណងព្រះមហាអុកអឿនព្រះមហាមេសវណ្ណព្រះអន្តមនីសេកនាងលោកឈឹមណាក់លោកមាសទុនលោកអឹមផនលោកកុយតូតលោកមាសយុទ្ធលោកជីគឹមស៊ីវលោកអុកសានលោកប្រាក់ឈូកលោកទៀងដិនលោកចិត្តបិនលោកយ៉ាន់អ៊ុនលោកអនលោកអនអ៊ុយលោកកឹមកយលោកព្រួយពុំញោមញាតិពុទ្ធបរិស័ទទាំងអស់ឲ្យបានធ្វើប៉ុណ្ណឹងទៅចិត្តតែស្លាប់បន្តគ្នាមករហូតមកដល់អ្នកចំនួនក្រោយទៀតព្រះពោធិវាំងពុទ្ធតាជាអគ្គលេខាពុទ្ធិកសិក្សាកម្ពុជារដ្ឋនឹងជាពុទ្ធិជាសកលវិទ្យាធិការនៃពុទ្ធិកវិទ្យាល័យព្រះសីហនុរាជជាអធិបតីម្ដងហើយព្រះមនីកោសលសូហាយអធិបតីរងព្រះពុទ្ធធាចាហ៊ីជាព្រះសាសនមនីកំតោព្រះគ្រូវិសុទ្ធិវង្សម៉ៅខណ្ឌព្រះសរិសមិទ្ធិវង្សធនទីនព្រះញាណវង្សអ៊ុំសុំមកតាន់សម័យក្រោយនឹងដែរហ្នឹងណាព្រះធម្មវរាដំជាសុខព្រះញាណសង្វរៈហេងលៀងហោហ្នឹងក៏តាន់សម័យក្រោយនឹងដែរអាត្មាក៏បានតាន់ដែរព្រះមហាប៉ែនសេងអានព្រះមហាវ៉ាន់ជីនព្រះមហាប៉ុកសុនហើយនឹងលោកផលទឹកណែទាំងអស់នឹងហើយញោមញាតិជាក្រុមជំនុំបត្រៃបៃដកដែលយើងថាធ្វើបន់រំលឹកគុណដល់សម្ដេចព្រះសង្ឃនាយកជួតតាញ់ណោនិងក្រុមជំនុំបត្រៃបៃដកគឺក្រុមទាំងអស់នឹងអ្នករៀបចំឲ្យមានជាគម្ពីរបត្រៃបៃដកនឹងគ្រាន់តែរៀបចាប់ផ្ដើមបកប្រែបានតែមួយឆ្នាំញោមជនជាតិបារាំងមួយឈ្មោះប៉ូលរេណូមកដល់ស្រុកខ្មែរជាមន្ត្រីរាជការធំឃើញថាអស្ចារ្យប្រទេសយើងសុំធ្វើបន់ឆ្លងមុនគេទៅមកសុំធ្វើបន់ឆ្លងសម្ពោធមុនគេទៅបានមកក្បាលបានសម្ពោធមុនគេនឹងមួយទៅដល់តែយើងធ្វើចប់សម្ពោធឆ្លងនៅឆ្នាំ1969ហើយស្រាប់តែល្បីយើងយកទៅដាក់នៅប្រទេសនេះប្រទេសនោះដាក់នៅទីក្រុងប៉ារីសដាក់នៅប្រទេសផ្សេងល្បីដល់ពនិរតៈនៅប្រទេសស្រីលង្កាលោកថាយីប្រទេសកម្ពុជានឹងនៅឯណាមើលក្នុងផែនទីមិនស្គាល់ផងឲ្យជពុំមានអ្នកប្រាជ្ញក៏បកកែម្លេះហ៊ានប្រែកពីបត្រៃបីដកចប់មុនគេលើពិភពលោកហើយដាក់អក្សរជាតិខ្លួនឯងមកខាងអក្សរបល័យមកខាងហើយបើមិនជឿឲ្យយើងប្រែខ្លួនឯងមើលទៅលោកមកណាញោមលោកមកដល់ស្រុកខ្មែរមកមើលឃើញការងារយើងអញ្ចឹងហើយលោកនាំតំណែងនឹងយកទៅភៅយើងមកក្បាលទៅផងទៅចុះប្រកាសផ្សាយល្បីពេញស្រីលង្កាថាយើងវិញអញ្ចឹងខ្មែរយើងចាក់ទុកថាឧត្តមសង្ឃាយនាមួយដោយសារគឺលើពិភពលោកខ្មែរយើងប្រែចប់មុនគេទាំងអស់កាលពីចំនួនដើមយើងក៏មានប្រតង់ទៅប្រែបត្រៃបីដកឲ្យជនជាតិចិនជាភាសាចិនដែរចឹងហើយបានយើងឃើញថាក្រុមជំនុំដែលកើតឡើងកំពុងតែមានអ្នកប្រាជ្ញក្រឹកក្រែងនេះដោយសារអធិពលសង្គ្រាមផងដោយសារអស់អាយុផងក៏បានបាក់បែកចែកឋានចោលយើងទៅដូច្នេះយើងជាកូនចៅទាំងអស់គ្នាហ្នឹងក៏បាននាំគ្នាធ្វើបុណ្យដើម្បីរំលឹកដល់អតីតរបស់អ្នកប្រាជ្ញពុទ្ធសាសនាយើងទាំងអស់អង្គហ្នឹងដើម្បីឲ្យកូនចៅចំនួនក្រោយនឹងទទួលស្គាល់ពីវីរភាពពីវិរិយភាពរបស់លោកបានកើតជាកម្មវិធីបុណ្យនឹងឡើងអញ្ចឹងទៅក៏ទៅយូរហើយដែរអស់1ម៉ោងកន្លះហើយញោមណាឥឡូវក្នុងការនេះអាត្មាភាពសូមឱកាសនិយាយពីប្រវត្តិបត្រៃបីដកហើយនឹងក្រុមជំនុំមកប៉ុណ្ណេះទៅចុះប៉ុន្តែជាកិច្ចចុងក្រោយនេះសូមនិយាយពីវិធីមួយដែលធ្វើឲ្យសាសនាយើងថិតថេរជេរកាលតទៅមុខទៀតដោយការសិក្សាស្រាវជ្រាវមើលទៅឃើញថាដើម្បីឲ្យសាសនាថិតថេរជេរកាលតទៅមុខឲ្យមាំទាំយើងត្រូវគិតទៅលើកត្តា6យ៉ាងគឺទី1ពុទ្ធសាសនដ្ឋានគឺយើងមានទីកន្លែងយើងមានវត្តទី2ពុទ្ធសាសនវត្ថុយើងមានគ្រឿងសម្គាល់ពុទ្ធសាសនាដូចជារូបចម្លាក់ដូចជាអីចឹងណាហើយទី3ពុទ្ធសាសនជនគឺមានមនុស្សអ្នកគោរពគឺមានមនុស្សអ្នកកាន់មានទាំងប្រតង់មានទាំងពុទ្ធបរិស័ទទី4ពុទ្ធសាសនៈបប្រតិបត្តិមានមនុស្សហើយត្រូវបប្រតិបត្តិទៅតាមប្រភេទអាចារ្យប្រភេទប្រសង់សាមណេរភិក្ខុទី5មានពុទ្ធសាសនវិធីយើងត្រូវថែរក្សាពិធីរបស់សាសនាយើងទាំងអស់ឡើងវិញទាំងបុណ្យចូលឆ្នាំបុណ្យមាឃបូជាវិសាខបូជាជាដើមទី6គឺពុទ្ធសាសនធម៌គឺត្រូវតែមានធម៌ដើម្បីថែរក្សាឲ្យថិតថេរជ័យកាលទៅបើមានតែទីកន្លែងមានតែមនុស្សអត់មានធម៌ក៏អត់ប្រយោជន៍ហើយធម៌មាននៅតែក្នុងសភៅយើងមិនចេះក៏សាសនាយើងអត់រុងរឿងដែរគេថា
អ្នកដែលធ្វើឲ្យសាសនារុងរឿងរីកចម្រើនសពសាយទលំទលាយទៅគឺបរិស័ទ4ពួកប៉ុន្តែអាត្មាសូមចែក4ពួកហ្នឹងអញ្ចេះធ្លាប់ឮថាពីដើមភិក្ខុនៃឧបាសកឧបាសិកាហើយឥឡូវគេថាភិក្ខុសាមណេរឧបាសកឧបាសិកាឥឡូវអត់ទេបើតាមយើងវិភាគមើលកត្តាជោគជ័យនៃសាសនាយើងហ្នឹងគឺភិក្ខុមួយក្រុមសាមណេរមួយក្រុមមហាក្សត្រហើយនឹងឧបាសកឧបាសិកាមហាក្សត្រគឺតំណាងឲ្យថ្នាក់ដឹកនាំប្រទេសជាតិសាសនាយើងបើសិនជាមិនមានថ្នាក់ដឹកនាំចេញមុខជួយនោះទេការផ្សព្វផ្សាយទៅមិនរុងរឿងមិនលឿនទេជាក់ស្ដែងយើងមើលព្រះពុទ្ធត្រាស់ដឹងដំបូងដើម្បីឲ្យសាសនារុងរឿងព្រះអង្គត្រូវប្រាប់អ្នកដែលមានអធិពលសិនគឺព្រះអង្គប្រាប់បានវិសាខាដែលជាអ្នកមានហើយទលំទលាយណាស់ព្រះអង្គប្រាប់បានអនាថបណ្ឌកសិទ្ធិដែលជាសេដ្ឋីធំដុំហើយនឹងអាចជួយជីវិតសាសនាបានដោយសារមានវិធាព្រះអង្គប្រោសប្របាទប្រសេនតិកោសលពីព្រោះជាស្ដេចធំនៅក្នុងតំបន់នោះព្រះអង្គប្រោសប្របាទពំវិសាពីព្រោះជាស្ដេចគ្រប់គ្រងនៅដែនដីមគ្គធៈទៀតអញ្ចឹងអធិពលរបស់សាសនាព្រះអង្គគឺមិនអាចពេចចេញពីប្រសពបានទេបានគេថាប្រសងពឹងប្រសពបរិស័ទទាំង4ដូចជើងក្រែអញ្ចឹងបើបាក់មួយបាត់ហើយអត់រុងរឿងទេក្រែបាក់ជើងមួយនៅជើង3អង្គុយអត់កើតយ៉ាងណាមិញតែហ្នឹងណាញោមជាអាចកំបាំងមួយយើងគិតឃើញថាព្រះអង្គកាលមិនទាន់បានត្រាស់ក៏ទទួលចង្ហាន់នាងសុជាតាពេលព្រះអង្គចាញ់មាក៏ព្រះអង្គបានអន្តរាគមពីដែលយើងហៅថានាងគង្ហីបធនីជាសាក្សីព្រះអង្គដែរដូច្នេះមិនអាចព្រះអង្គតែមួយអង្គហ្នឹងធ្វើឲ្យសាសនានឹងឯងទលំទលាយលឿនបានទាល់តែមានមហាក្សត្រទាល់តែមានអ្នកមានអំណាចឬក៏អាជ្ញាធរដែនដីជួយហេតុនឹងហើយបានយើងឃើញថាសាសនាយើងមកដល់ថ្ងៃហ្នឹងរុងរឿងរីកចម្រើនដោយសារផ្សាយចេញមកពីឥណ្ឌាអធិពលរបស់នរណាគឺស្ដេចធម្មមាសោតបើកុំតែមានស្ដេចធម្មមាសោតនឹងជួយប្រជារាស្ត្រសាមញ្ញអាឡ័យទៅរកអង្គច្រកឆ្នាំងអត់មានលទ្ធភាពជួយផ្សាយឲ្យទលំទលាយទេអញ្ចឹងបានយើងត្រូវគិតថាអធិពលនៃអ្នកដឹកនាំសាសនានេះត្រូវផ្សារភ្ជាប់ជាមួយនឹងអាជ្ញាធរដែនដីឬក៏ព្រះមហាក្សត្រដែលជាម្ចាស់ប្រទេសជាតិសូម្បីសាសនាយើងបានមកដល់ស្រុកខ្មែរហើយនាំឲ្យកើតជាបត្រៃបីដកប្រែនេះដោយអានឈ្មោះមិញអានសេចក្តីសម្រាប់មិញអញ្ចឹងគឺចេញមកពីពរាជាដឹកនាំហើយឧបត្ថម្ភឲ្យខ្លាំងក្លាឡើងបើកជាសាលាឲ្យមានពុទ្ធិកសិក្សាក៏ដោយសារអាជ្ញាធររាជការបើកឲ្យមានពុទ្ធសាសនបណ្ឌិតក៏ដោយសាររាជការដូច្នេះប្រសងយើងសាមញ្ញមិនអាចធ្វើអីខ្លួនយើងកើតដោយសារខ្វះបរិស័ទនោះទេហើយញោមញាតិពុទ្ធបរិស័ទមានទ្រព្យធនក៏ត្រូវថាប្រសងអ្នកចេះអ្នកដឹងវិញដែរបើសិនជាអ្នកចេះអ្នកដឹងទៅនៅតែប្រសអស់ខាងប្រសងមិនមានអ្នកចេះអ្នកដឹងអធិពលសាសនានឹងខ្សោយអញ្ចឹងបានយើងមើលសម្ដែងខាងដើមមិញយើងវិភាគមើលព្រះរេវតៈថែលោកចង់បង្រៀនពុទ្ធខោសៈហ្នឹងដែលសុំរៀនមិញហ្នឹងបង្រៀនក៏បានដែរប៉ុន្តែមកពីលោកសម្លឹងឃើញថាមនុស្សហ្នឹងអ្នកប្រាជ្ញអ្នកចេះបើឲ្យចូលមកខាងជាប្រសងនឹងមានប្រសងខ្លាំងហើយតែមានប្រសងខ្លះសាសនាខ្លាំងអញ្ចឹងបត្រៃបីដកនៅឥណ្ឌាដែលបាត់បង់អស់ទៅហើយពាក់កដាលហើយហ្នឹងខ្លាំងឡើងវិញដោយសារអីដោយសារពុទ្ធខោសៈហ្នឹងដែលជាអ្នកសាសនាផ្សេងផងប៉ុន្តែមកបួសទៅជាអ្នកប្រាជ្ញអាចជួយសាសនាបានញោមមើលឃើញដែរក្នុងរឿងមិលិននិងនាគកតេនស្ដេចក្រុងមិលិនមានមេត្តាជាខ្លាំងដល់ដេញដល់សួរនាំគេដោយថាចេះតែឯងអញ្ចឹងពីខកសងសិទ្ធអរហន្តនិយាយឲ្យមិនក៏មិនត្រូវដែរដឹងតែគេខុសដឹងតែខ្លួនឯងបានត្រូវនិស័យនោះដូចជាតាំងពីតូចរហូតដល់ធំអាចមកបួសបានហ្នឹងបានមកបួសបានជានាគកតេនហ្នឹងមកជួយទប់ទល់ស្ដេចក្រុងមិលិនហ្នឹងដើម្បីជួយដល់សាសនាឡើងវិញឲ្យរុងរឿងឡើងវិញដឹកនាំកសាងព្រះដឹកនាំធ្វើបុណ្យធ្វើទានហ្នឹងខ្ញុំមើលឃើញគឺគោលបំណងចង់យកអ្នកប្រាជ្ញហ្នឹងមកបញ្ចូលខាងសាសនាតែខាងអ្នកបួសនឹងសម្បូរដោយអ្នកប្រាជ្ញអ្នកចេះដឹងញោមញាតិអ្នកមានថវិកាបតំអ្នកចេះអ្នកដឹងរួមបញ្ចូលគ្នាទៅសាសនាយើងរុងរឿងហើយអញ្ចឹងបានយើងសម្លឹងមើលចំនួនក្រុមជំនុំនឹងយើងឃើញទេអ្នកប្រាជ្ញជាប្រសងខ្លាំងណាស់ច្រើនណាស់ហើយយើងឥឡូវយើងគួរតែបណ្ដោះឲ្យមានឡើងបើមិនជាអ្នកប្រាជ្ញខាងប្រសងអត់មានទៅខាងប្រសងអានឹងយ៉ាប់ហើយដូច្នេះពុទ្ធបរិស័ទជាឧបាសកឧបាសិកាហ្នឹងក៏ជួយឧបត្ថម្ភខាងប្រសងរៀនសូត្រដោយវត្តនឹងអញ្ចឹងមានលោកប្រសងរៀនសូត្រចេះដឹងហើយធ្វើបុណ្យអញ្ចឹងយើង